សាច់រឿងបន្តនេះដែរគឺជាសាច់រឿងរបស់តាផែនដែលគាត់បានចែករំលែកដូច្នេះហើយចង់ដឹងថាសាច់រឿងបន្តរបស់តាផែនទៅជាយ៉ាងណាតោះយើងទៅតាមដានសន្តាប់ជាមួយរាត្រីស្ងាត់ទាំងអស់គ្នាបន្ទាប់ពីតាផែនគាត់មិនព្រមចុះទៅខាងក្រោមបើទោះបីជាប្អូនប្រុសរបស់គាត់ខណៈពេលនឹងដែរកំពុងតែស្រែកហៅឲ្យគាត់ចុះទៅខាងក្រោមដើម្បីទៅផ្ទះវិញមូលហេតុដែលត្រូវត្រឡប់ទៅផ្ទះវិញក៏ព្រោះថាប្អូនរបស់តាផែនបាននិយាយថាប្រពន្ធរបស់តាផែនត្រូវបានស្លាប់ទៅហើយក៏ប៉ុន្តែតាផែនពេលនោះគឺគាត់ហាក់បីដូចជាបានដឹងយ៉ាងច្បាស់ថាអ្នកដែលកំពុងតែនៅខាងក្រោមដើមឈើស្រែកហៅឲ្យគាត់ចុះពីលើដើមឈើច្បាស់ជាមិនមែនជាប្អូនរបស់គាត់ពិតប្រាកដឡើយដូច្នេះហើយទៅតាផែនគឺគាត់អង្គុយនៅលើចុងឈើចាំមើលថាតើនឹងមានរឿងអីកើតឡើងមកលើគាត់មួយសន្ទុះក្រោយមកប្អូនប្រុសរបស់គាត់ដែលកំពុងតែនៅខាងក្រោមដើមឈើនោះក៏ព្រោះតែឃើញថាតាផែនមិនព្រមចុះពីលើដើមឈើនោះទាល់តែសោះក៏ចាប់ផ្ដើមលើកដៃចង្អុលមកកាន់តាផែនព្រមទាំងនិយាយកោងកាច់មកកាន់តាផែនថាហែងអត់ព្រមចុះមកខាងក្រោមអីសោះណោះអត់អីទេអានាងឯងគង់តែដឹងគ្នាជាមួយនឹងអញទេបន្តិចទៀតនេះឯងនឹងស្គាល់អញថាជាស្អីហើយសំឡេងទាំងកោងកាច់និយាយមកកាន់តាផែនទាំងគួរឲ្យខ្លាចហាក់បីដូចជាកំពុងតែចង់ធ្វើអីទៅលើតាផែនអញ្ចឹងដោយតាផែនគឺគាត់បានត្រឹមតែនៅស្ងប់ស្ងាត់គឺមិនបាននិយាយតបតមកកាន់បុរសម្នាក់នោះវិញទេដោយបុរសដែលនៅខាងក្រោមក៏ចាប់ផ្ដើមស្រវាបំរុងឡើងមកលើដើមឈើរបស់តាផែនដែលកំពុងតែសម្រាកនោះហើយមុនពេលដែលគាត់បំរុងឡើងមកលើដើមឈើនោះក៏ស្រាប់តែកញ្ចក់ដៃរបស់គាត់ក៏ចាប់ផ្ដើមដោះស្រួចដែលអាចនិយាយបានថាគឺមិនខុសពីក្រញាំរបស់សត្វឡើយហើយពេលបុរសម្នាក់នោះខ្វាមឡើងលើដើមឈើក៏ស្រាប់តែរឿងដ៏ចម្លែកមួយក៏ចាប់ផ្ដើមកើតឡើងទៅលើបុរសម្នាក់នោះតែម្ដងដោយបុរសម្នាក់នោះគឺគាត់បានស្រែកថាក្តៅណាស់មើលទៅបុរសម្នាក់នោះហាក់បីដូចជាកំពុងតែត្រូវភ្លើងឆេះរលាកដៃអញ្ចឹងដូច្នេះហើយដែលធ្វើឲ្យគាត់ក៏ពិបាកនឹងឡើងមកលើដើមឈើនោះមូលហេតុដែលធ្វើឲ្យបុរសម្នាក់នោះប៉ះដើមឈើឡើងដើមឈើនោះមិនបានក៏ព្រោះថាគល់ឈើនោះតាផែនគឺគាត់បានចងអាថ័ន្តកុំឲ្យពួកសភាវៈចម្លែកអាក្រក់ដូចជាខ្មោចព្រាយបិសាចពួកវាឡើងលើដើមឈើធ្វើទុកបុកម្នេញដល់គាត់យ៉ាងងាយនេះឯងទៅជាធម្មតាមុននឹងគាត់សម្រាកលើដើមឈើនៅកណ្ដាលព្រៃណាមួយហើយគឺគាត់តែងតែមើលដើមឈើនោះឲ្យបានជ្រុងជ្រោយសិនខ្លាចក្រែងថាដើមឈើនោះមានគេកាន់ឬក៏មានគេនៅដែរគេកាន់គេនៅលើដើមឈើនោះគឺចង់សំដៅទៅលើពពួកព្រាយនេះឯងប្រសិនបើដើមឈើនោះមានអរុកអរិយអ្នកតាព្រមទាំងព្រាយនៅហើយតាផែនគាត់ក៏មិនរំខានហើយក៏មិននៅឲ្យគេធ្វើទុកបុកម្នេញដល់គាត់ដែរដូច្នេះហើយដែលធ្វើឲ្យគាត់រកតែដើមឈើណាសម្រាប់ដែលគ្មានពពួកសភាវៈទាំងអស់នោះនៅតើគាត់ចង់អថ័ន្តដើមឈើនោះដើម្បីការពារខ្លួនដោយពេលដែលបុរសដែលមានមុខមាត់រូបរាងដូចទៅនឹងប្អូនរបស់តាផែនកំពុងតែស្រែកអើងកងពេញព្រៃដោយសារថាឡើងទៅលើដើមឈើតាផែននៅមិនកើតក៏ស្រាប់តែបុរសម្នាក់នោះក៏ដូចជាមិនអស់ចិត្តក៏បានប្រើដៃដែលមានកញ្ចក់វែងស្រួយគួរឲ្យខ្លាចទះយ៉ាងមួយទំហឹងទៅលើដើមឈើមួយនោះអញ្ចឹងហើយក៏បានធ្វើឲ្យដើមឈើនោះវាក៏បានរំកើយ៉ាងខ្លាំងដោយតាផែនស្របពេលដែលគាត់កំពុងតែនៅលើចុងឈើនោះក៏ព្រោះតែត្រូវបានដើមឈើរំកើបែបហ្នឹងគាត់ក៏បានយកដៃរបស់គាត់ចាប់កាន់មែកយ៉ាងជាប់បើពុំដូច្នោះនោះទេតាផែនគាត់នឹងត្រូវធ្លាក់ពីលើដើមឈើនោះមិនខានដោយប្រសិនបើគាត់ធ្លាក់ពីលើដើមឈើនោះមកដល់ដីខាងក្រោមច្បាស់ជាតាផែនគាត់ត្រូវគ្រោះថ្នាក់មិនខានដោយមើលទៅកម្លាំងដៃរបស់បុរសម្នាក់នោះដែលគាត់ទះទៅលើដើមឈើនោះរហូតដល់រំកើបែបហ្នឹងកម្លាំងដៃរបស់គាត់មិនដឹងថាខ្លាំងដោយសារតែអ្វីនោះដែរដោយមើលទៅគាត់ហាក់បីដូចជាកំពុងតែមានគំនុំគុំគួនទៅលើតាផែនបន្ទាប់ពីទះដើមឈើរំកើមិនបានធ្វើឲ្យតាផែនគាត់ធ្លាក់ពីលើដើមឈើទាល់តែសោះគាត់ក៏បានត្រឹមតែដើរក្រឡឹងចុះក្រឡឹងឡើងនៅគល់ឈើនោះដោយក៏តែងតែនិយាយជេរជាច្រើនមកកាន់តាផែនពាក្យជេរសិតតែចំអោសចំអាសពីអសុរោះយ៉ាងអាក្រក់អាក្រៃស្ដាប់មើលទៅប្រសិនបើយើងនៅក្នុងស្ថានភាពពេលហ្នឹងយើងច្បាស់ជានឹងត្រូវឆ្លោះប្រកែកតបតមកកាន់បុរសម្នាក់នោះវិញជាមិនខានក៏ប៉ុន្តែសម្រាប់តាផែនដែលគាត់កំពុងតែនៅលើចុងឈើគឺគាត់ពុំបានខ្វាយខ្វល់ទៅលើបុរសដែលមានមុខមាត់រូបរាងដូចទៅនឹងប្អូនរបស់គាត់ឡើយដោយសារថាតាផែនគាត់មានអបិយជំនឿជឿថាបើសិនជាគាត់ហ៊ានឆ្លោះប្រកែកជេរតបតមកកាន់បុរសម្នាក់នោះវិញវាក៏ច្បាស់ជាដំណំដែលគាត់ខំតមនៅរបៀបរបបដើរក្នុងព្រៃនឹងត្រូវរសាយធ្វើឲ្យគាត់អាប់រិស័យឬក៏រិស័យដាក់
បើទោះបីជាគាត់ចេះរបៀនអាគមដើរក្នុងព្រៃការពារខ្លួនយ៉ាងណាក៏ដោយក៏អាគមសមយុទ្ធដែលគាត់ចេះទាំងនោះក៏លែងជួយការពារគាត់ទៀតដែរគឺវាត្រូវបានសាបរលាបដោយសារតែការខឹងមួយឆៅរបស់គាត់មិនខានដូច្នេះហើយទៅតាផែនខណៈពេលនោះគឺគាត់សុកចិត្តធ្វើមិនដឹងធ្វើមិនលឺបើទោះបីជាបុរសដែលកំពុងតែដើរជុំវិញនៅគល់ឈើនោះខំនិយាយជេរស្ដីមកកាន់គាត់យ៉ាងណាក៏ដោយតែតាផែនគាត់បែរទៅជាធ្វើប្រងើយកន្តើយមិនបានចាប់អារម្មណ៍អីសោះរហូតដល់បុរសម្នាក់នោះបន្ទាប់ពីគាត់ដើរជុំវិញគល់ឈើហើយក៏បានដើរចូលចេញពីក្នុងព្រៃមកវិញចុះឡើងហាក់បីដូចជាមិនទាន់អស់ចិត្តដែលធ្វើអីមិនបានទៅលើតាផែនយូរទៅក៏បានចូលទៅក្នុងព្រៃបាត់ស្រមោលឈឹងទៅទាំងដែលកន្លងពេលនោះដែរគឺវាម៉ោង 2 ទៅម៉ោង 3 ទៀបភ្លឺទៅហើយដោយតាផែនក៏ព្រោះតែគាត់អត់ងងុយតាំងពីក្បាលប្រលប់ផងទៅធ្វើឲ្យគាត់ក៏ចាប់ផ្ដើមសំងំដេកនៅលើចុងឈើនោះហើយនៅព្រឹកឡើងចន្លោះប្រហាក់ប្រហែលជាម៉ោង 6 ទៅម៉ោង 7តាផែនគាត់ក៏បានសម្រោតចុះពីលើដើមឈើហើយក៏រៀបចំអាំងសាច់ដើម្បីធ្វើជាអាហារសម្រន់ពេលព្រឹកនោះដោយតាផែនគាត់ក៏ពុំបានដាំបាយដាំទឹកអីនោះដែរហើយបន្ទាប់ពីគាត់អាំងសាច់ពិសាអាហារពេលព្រឹកនោះរួចទៅតាផែនគាត់ក៏បានចេញដំណើររុកចូលទៅក្នុងព្រៃដើម្បីរកថ្នាំឈើបន្តទៀតការរុកចូលទៅក្នុងព្រៃឡើងទៅលើភ្នំខ្មោចតាមជួរភ្នំក្រវាញសម្រាប់តាផែនគឺគាត់មិនដែលត្អូញត្អែហត់នឿយពិបាកអីបន្តិចសោះឡើយតើបើតែថាគាត់មានវ័យចំណាស់រៀងជ្រេបន្តិចមែនក៏ប៉ុន្តែកម្លាំងមាំមួនគឺរហ័សរហួនមិនចាញ់ក្មេងប៉ុន្មាននោះទេដើរឡើងលើភ្នំខ្មោចទាំងចោតពីបាក់ច្រើនតាមកន្លុកកន្លៀតថ្មក៏ប៉ុន្តែគាត់ធ្វើដូចជាធម្មតាសម្រាប់គាត់ទៅវិញនៅខណៈពេលដែលគាត់កំពុងតែឡើងរកថ្នាំឈើតាមចង្កេះភ្នំខ្មោចតាផែនគឺគាត់នៅតែជួបសត្វព្រៃដូចជាឆ្លុះប្រាសពួកវាកំពុងតែរកស៊ីតាមចង្កេះភ្នំខ្មោចហើយប្រសិនបើយើងឃើញបែបនោះប្រហែលជាឆ្ងល់ថាហេតុអីបានជាឆ្លុះប្រាសទាំងនោះពួកវាអាចរស់នៅលើភ្នំនោះបានទាំងដែលពួកវាពិបាកនឹងឡើងចុះលើភ្នំខ្មោចនោះហើយតាមក៏ពិតទៅនៅលើភ្នំខ្មោចនោះក៏មានទឹកជ្រោះទឹកដក់នៅលើចង្កេះភ្នំនោះដែរអញ្ចឹងហើយដែលធ្វើឲ្យសត្វព្រៃទាំងឡាយនៅលើភ្នំខ្មោចបន្ទាប់ពីពួកវារុករកស៊ីស្លឹកឈើឬក៏ស្មៅនៅក្នុងព្រៃលើភ្នំនោះរួចពួកវាក៏ទៅរកផឹកទឹកកន្លែងដក់ឬក៏កន្លែងទឹកជ្រោះទឹកធ្លាក់នោះទៅតាផែនក៏ព្រោះតែគាត់រៀងចុករយជើងគាត់ក៏បានឈប់សម្រាកនៅក្នុងព្រៃនោះបន្តិចទៅនៅពេលដែលគាត់កំពុងតែសម្រាកនៅខាងក្រោមដើមឈើមួយក៏ស្រាប់តែតាផែនគាត់ក៏មានអារម្មណ៍ថាឮស្នូរសំឡេងអ្វីមួយយ៉ាងចេញពីក្នុងព្រៃក៏ព្រោះតែគាត់មានអារម្មណ៍ថាឮស្នូរសំឡេងបែបនេះហើយទៅគាត់ក៏បានផ្ទៀងត្រចៀកស្ដាប់មើលថាជាសំឡេងអ្វីឲ្យពិតប្រាកដដោយនៅពេលដែលគាត់ស្ដាប់យូរទៅគាត់ក៏ចាប់ផ្ដើមដឹងថាវាច្បាស់ជាសំឡេងរបស់វល្លិជាជាមិនខានវល្លិនេះសម្រាប់អ្នកដើរក្នុងព្រៃគឺចង់សំដៅទៅលើអាសេរពឹសឬក៏ពស់នេះឯងដោយហេតុថាវាជាដំណំរបស់អ្នកដើរក្នុងព្រៃគឺគេមិនដែលនិយាយចំឡើយហើយតាផែនគាត់ក៏គិតថាប្រហែលជាពស់នោះវាមិនចេញពីក្នុងព្រៃមកធ្វើអីគាត់ទេអ្វីដែលសំខាន់គាត់ក៏ពុំបានដឹងថាតើពស់នោះវាគឺជាពស់ស្អីនោះដែរក្រោយពីឮស្នូរសំឡេងខ្សត់ចេញពីក្នុងព្រៃបានមួយស្របក់តាផែនគាត់និយាយថានៅសុកក៏ស្រាប់តែមានរឿងមួយកើតឡើងមកលើគាត់ដោយមានពស់វែកក្របីមួយក្បាលខ្មៅឡើងឃ្លិចទំហំប្រហាក់ប្រហែលជាប៉ុនសសរផ្ទះអាចក្បាលបើកពែយ៉ាងធំនៅទល់មុខគាត់តែម្ដងគ្រាន់តែកម្ពស់នៃការបើកពែរបស់វាគឺប្រហាក់ប្រហែលជាជាង 2 ម៉ែត្រតាផែនពេលដែលគាត់ឃើញពស់វែកក្របីធំសម្បើមពងតែបើកពែមកកាន់គាត់បែបហ្នឹងគាត់ក៏ពុំបានតក់ស្លុតភ័យស្លន់ស្លោរត់ចាក់ចេញពីទីនោះដែរគឺគាត់បែរទៅជានិយាយទៅកាន់ពស់វែកយ៉ាងធំសម្បើមនោះថាអស់លោកអើយខ្ញុំមកទីនេះគឺគ្មានគោលបំណងអីក្រៅពីរកថ្នាំឈើនៅលើភ្នំខ្មោចនេះទេអញ្ចឹងហើយសូមអស់លោកអធ្យាស្រ័យកុំប្រកែកប្រកាន់ខ្ញុំអីប្រសិនបើខ្ញុំនិយាយពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់អស់លោកសូមអស់លោកមេត្តាកុំប្រកែកប្រកាន់ទោសបីខ្ញុំអីពស់វែកក្របីដែលកំពុងតែបើកពែធំយ៉ាងសម្បើមទល់មុខតាផែនទាំងដែលកំពុងតែបញ្ចេញសម្លេងខ្យល់ខ្សត់ដាក់មកកាន់តាផែនហាក់បីដូចជាកំពុងតែខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីឮតាផែនគាត់និយាយបែបនឹងហើយក៏ស្រាប់តែវាក៏បានដាក់ក្បាលចុះមកវិញមិនបានបើកពែដើម្បីបន្លាចបំរុងចឹកទៅលើតាផែនទៀតអីនោះដែរដោយវាបែរទៅជាវាចេញពីទល់មុខតាផែនចូលទៅក្នុងព្រៃបាត់
ហាក់បីដូចជាវាអាចស្ដាប់ដឹងនៅពាក្យសម្ដីរបស់តាផែននិយាយអញ្ចឹងហើយតាមក៏ពិតទៅពស់វែកក្របីធំសម្បើមខ្មៅយ៉ាងខ្លេចនោះវាគឺជាបរិវាររបស់ម្ចាស់ព្រៃព្រឹក្សាលើភ្នំខ្មោចនេះឯងហើយម្ចាស់ព្រៃព្រឹក្សានេះដែរគឺចង់សម្ដៅទៅលើអ្នកតាអញ្ចឹងហើយពស់វែកក្របីធំសម្បើមនោះវាគឺជាពស់របស់អ្នកតាដែលមកបន្លាចតាផែនចង់ដឹងថាតាផែនមានចរិតរឹកពីយ៉ាងណាមួយយ៉ាងពេលដែលតាផែនគាត់ចូលមកដល់ទឹកដីព្រៃភ្នំខ្មោចនោះគាត់ក៏ពុំបានបន់ស្រន់សុំគេចូលមកក្នុងព្រៃនោះឲ្យបានត្រឹមត្រូវអីនោះឡើយតើបធ្វើឲ្យអ្នកតាម្ចាស់ព្រៃភ្នំខ្មោចនោះគេអាអន់សម្ពន់ចិត្តធ្វើឲ្យគេក៏បានប្រើបរិវាររបស់គេដែលជាពស់វែកក្របីមកធ្វើទុកបុកម្នេញដល់តាផែននេះឯងតាផែនបន្ទាប់ពីពស់វែកក្របីនោះវាចូលទៅក្នុងព្រៃបាត់គាត់ក៏បានលន់មាត់និយាយតែម្នាក់ឯងថាហើយគេមកលេងឯងទាំងថ្ងៃតែម្ដងមិនបាច់ចាំយប់ចាំអីទេមើលទៅអ្នកកាងព្រៃភ្នំនេះគឺគេប្រហែលជាខឹងសម្បានណាស់ហើយដែលយើងចូលមកមិនតាមរបៀបច្បាប់ព្រៃមិនសុំការអនុញ្ញាតពីគេណាហើយចោះបើជ្រុលតែយើងខុសហើយយើងសុំខមាទោសផងតាផែនពេលដែលគាត់និយាយបែបនឹងហើយគាត់ក៏សម្រាកនៅទីនោះបានមួយសន្ទុះរហូតដល់រៀងរសៀលបន្តិចទៅគាត់ក៏បានចាកចេញពីទីនោះដើររកថ្នាំឈើតាមចង្កេះភ្នំខ្មោចនោះទៀតនៅខណៈពេលដែលគាត់រុកក្នុងព្រៃរកថ្នាំឈើសៀតាមភ្នំខ្មោចក៏ស្រាប់តែគាត់ក៏បានឃើញរងលអាងមួយនៅលើភ្នំខ្មោចដែលហេតុតែឃើញបែបនោះគាត់ក៏មិនរងចាំយូរនោះដែរគឺគាត់បានដើរសម្ដៅទៅកាន់រងលអាងនោះគ្រាន់តែគាត់ដើរទៅដល់មុខរងលអាងភ្នំភ្លាមស្របពេលនឹងហើយគាត់ក៏បានមើលឃើញស្នាមដើមជើងឡើងក្រឡាញដែលវាកំពុងតែនៅចំទល់ពីមុខមាត់លអាងនោះតែម្ដងហើយស្នាមដានជើងនោះដែរវាគឺជាស្នាមដានជើងរបស់អាសេះបង្កង់នេះឯងធ្វើឲ្យតាផែនគាត់ក៏បានយល់ហើយនឹងគិតដឹងបាត់ទៅហើយថានៅក្នុងរងលអាងភ្នំនោះវាច្បាស់ជាមានអាសេះបង្កង់នៅមិនខានដោយអាសេះបង្កង់នេះដោយដែលយើងដឹងស្រាប់ហើយថាគឺចង់សម្ដៅទៅលើសត្វខ្លានេះឯងហើយតាផែនបន្ទាប់ពីគាត់ឃើញស្នាមដានជើងរបស់អាឆ្កែធំឬក៏អាសេះបង្កង់នោះហើយគាត់ក៏ពុំបានដើរចូលទៅក្នុងលអាងអីនោះទេគឺគាត់ក៏បានដើរចាកចេញពីមាត់លអាងនោះចូលទៅក្នុងព្រៃដើម្បីរកថ្នាំឈើនៅពេលដែលគាត់ដើររកថ្នាំឈើសំខាន់តាមចង្កេះភ្នំនោះវាពិតជាក្រខ្លាំងមែនតើវាហាក់បីដូចជាថ្នាំឈើដែលគាត់ចង់បានមិនសូវសម្បូរទាល់តែសោះតែមើលទៅតាផែនគាត់ក៏មិនបានអស់សង្ឃឹមឈប់បន្តរកទៀតអីនោះដែរគឺគាត់នៅតែខិតខំព្យាយាមរកថ្នាំឈើល្អៗនៅលើភ្នំនោះរហូតដល់ល្ងាចក៏ស្រាប់តែតាផែនគាត់ក៏បានជួបប្រទះទៅនឹងកន្លែងទឹកដក់នៅលើភ្នំបើតាមមើលទៅទឹកនោះប្រហែលជាទឹកដែលបានធ្លាក់ពីលើកំពូលភ្នំនេះឯងគ្រាន់តែថាពេលហ្នឹងវាគឺជារដូវប្រាំងតើពុំមានទឹកហូរធ្លាក់ចុះពីលើកំពូលភ្នំទៀតហើយកន្លែងទឹកដក់នោះដែរវាប្រៀបបីដូចជាកន្លែងក្បាលហុងអូអញ្ចឹងតាផែនពេលដែលគាត់ឃើញថាមានទឹកនៅលើភ្នំខ្មោចបែបហ្នឹងធ្វើឲ្យគាត់ក៏បានសប្បាយចិត្តពីព្រោះថាជាធម្មតាអ្នកដែលដើរព្រៃចូលមកដល់ទឹកដីព្រៃភ្នំខ្មោចគឺកម្របានជួបអាងទឹកឬក៏ទឹកដក់នៅលើភ្នំខ្មោចនោះណាបើតាមអបិយជំនឿតើតែអ្នកមានឧបនិស្ស័យទៅគេបង្ហាញកន្លែងអាងទឹកឬក៏ទឹកដក់ឲ្យយើងឃើញក៏ព្រោះមានមនុស្សជាច្រើនទៅហើយដែលឡើងមកលើភ្នំនោះកម្របានឃើញកន្លែងអាងទឹកនៅលើភ្នំនោះហើយតាផែនបន្ទាប់ពីគាត់ឃើញអាងទឹកឬក៏ទឹកដក់នៅលើភ្នំខ្មោចនោះក៏ព្រោះតែគាត់ស្រេកទឹកផងអីផងគាត់ក៏បានដើរសម្ដៅទៅកាន់អាងទឹកនោះដើម្បីផឹកទឹកបើមើលពីស្ថានភាពកន្លែងទឹកដក់ឬក៏អាងទឹកនោះពិតជាទឹកថ្លាឡើងឆ្វង់អាចនិយាយបានថាគឺថ្លាឡើងដូចកញ្ចក់មើលឃើញធ្លុះរហូតដល់បាតដីដោយពេលដែលតាផែនគាត់សម្លឹងមើលតាមមាត់ទឹកនោះក៏ពុំឃើញមានស្នាមដើមជើងសត្វណាមកផឹកទឹកនៅទីនោះដែរធ្វើឲ្យគាត់ក៏មានអារម្មណ៍ថារៀងឆ្ងល់បន្តិចបន្តួចដែរហេតុអីបានជាសត្វព្រៃនៅលើភ្នំខ្មោចមិនឃើញមានដានជើងសត្វណាមកផឹកទឹកនៅទីនោះទាល់តែសោះហើយមុននឹងតាផែនគាត់រៀបចំផឹកទឹកនៅកន្លែងអាងទឹកនោះគាត់ក៏បាននិយាយថាអស់លោកដែលនៅទីនេះហើយកុំប្រកែកប្រកាន់ខ្ញុំអីណាខ្ញុំសុំតែផឹកទឹកត្រឹមតែរស់រានមានជីវិតបន្តតែប៉ុណ្ណោះសូមអស់លោកមេត្តាបើកចិត្តទូលាយដល់ខ្ញុំផងនៅខណៈពេលនោះហើយបន្ទាប់ពីតាផែនគាត់និយាយបែបហ្នឹងគាត់ក៏បានយកដៃរបស់គាត់ដួសកំបង់ទឹកផឹកហើយគាត់ក៏មិនបានចុះងូតទឹកនៅក្នុងអាងទឹកនោះដែរតែបើតែថាតាផែនគាត់ខានងូតទឹក2ទៅ3ថ្ងៃក៏ពិតមែនគឺគាត់បានត្រឹមតែផឹកទឹករួចហើយគាត់ក៏រកកន្លែងគួរសមដើម្បីសម្រាកមើលទៅកន្លែងគួរសមសម្រាប់គាត់សម្រាកគឺមិនក្រៅពីនៅលើដើមឈើនោះទេ
ដោយសារតែគាត់ម្នាក់ឯងអញ្ចឹងហើយគាត់ក៏ពុំបានបោះធ្នាក់សង់ធ្នើអីឡើយតែមុននឹងតាផែនគាត់ឡើងទៅសម្រាកនៅលើដើមឈើគឺគាត់ក៏បានបង្កាត់ភ្លើងអាំងសាច់សត្វសម្រាប់ទទួលទានអាហារនៅពេលល្ងាចហើយចំពោះដើមឈើដែលគាត់សម្រាកក៏វានៅមិនឆ្ងាយពីកន្លែងអាងទឹកឬក៏ទឹកដក់នៅលើភ្នំខ្មោចនោះដែរនៅខណៈពេលដែលតាផែនគាត់កំពុងតែអាំងសាច់សត្វនៅក្បាលល្ងាចនោះក៏ស្រាប់តែនៅសុករឿងដ៏ព្រឺព្រួចក៏បានកើតឡើងទៅលើគាត់គឺតាផែនគាត់ក៏បានឃើញបុរសដែលមានវ័យចំណាស់ប្រហាក់ប្រហែលនឹងគាត់នេះឯងដើរកាន់ឈើច្រត់ស្ពាយថងជាមួយដើរកាត់មុខគាត់តែម្ដងហើយបាននិយាយអំពីស្ថានភាពបុរសវ័យចំណាស់ម្នាក់នោះដែរគឺគាត់ស្លៀកឈុតសក់ហើយនឹងពុកមាត់ចង្ការរបស់គាត់គឺឡើងវែងមើលទៅគាត់ហាក់បីដូចជាមិនដែរកោរកាត់សក់ហើយនឹងពុកមាត់គាត់តតែសោះតាផែនខណៈពេលដែលគាត់ឃើញបុរសវ័យចំណាស់ម្នាក់នោះដើរឆ្លងកាត់ទល់មុខគាត់ក៏ស្រាប់តែគាត់ក៏បានស្រែកហៅនិយាយទៅកាន់បុរសវ័យចំណាស់ម្នាក់នោះថាលោកបងអើយកំពុងតែនិមន្តទៅណាមកណាដែរនឹងដំបងបុរសវ័យចំណាស់ម្នាក់នោះគាត់ក៏ពុំបាននិយាយតបតមកកាន់តាផែននោះដែរបើទោះបីជាគាត់បានឮសំឡេងតាផែនស្រែកហៅសួរនាំបែបនោះក៏ដោយតែនៅពេលដែលតាផែនគាត់សួរនាំពីរដងទៅកាន់បុរសវ័យចំណាស់ម្នាក់នោះទៅគាត់ក៏បានឆ្លើយតបតមកកាន់តាផែនថាអូអាត្មាទៅតែនិមន្តមកពីក្រោមដើម្បីសួរនាំកូនចៅអាត្មានេះណាឥឡូវនេះអាត្មាឡើងទៅលើភ្នំវិញហើយអូអញ្ចឹងទេលបងសូមលបងនិមន្តបន្តដំណើរទៀតចុះខ្ញុំកណាក៏មិនចង់រំខានលបងយូរដែរក៏ព្រោះថាពេលនេះគឺវាល្ងាចចិត្តល្ងឹតទៅហើយនឹងហើយញោមមិនអីទេអាត្មានិមន្តទៅពេលណាក៏បានដែរហើយអាត្មាក៏ព្រោះតែឃើញថាញោមគឺជាមនុស្សមានសច្ចៈទៀងត្រង់អញ្ចឹងហើយអាត្មាសូមផ្ដែផ្ដាំដល់ញោមបើសម្រាប់នៅទីនេះហើយជួបរឿងប្លែកចម្លែករំខានដល់ញោមសូមញោមតាំងចិត្តប្រឈមមុខវាឲ្យបានណាដើម្បីជាគោលបំណងរបស់ញោមដែលញោមមកទីនេះកុំឲ្យអត់ប្រយោជន៍ឲ្យសោះម្យ៉ាងអាត្មាក៏ដឹងដែរថាញោមមិនមែនជាមនុស្សធម្មតានោះទេដែលអាចមកដល់ទឹកដីព្រៃភ្នំខ្មោចនេះបានហើយប្រសិនបើញោមមានឧបនិស្ស័យជួបអាត្មាម្ដងទៀតនៅលើភ្នំមួយនេះអាត្មានឹងផ្ដល់អ្វីដែលជាគោលបំណងរបស់ញោមដែលញោមចង់បានអញ្ចឹងហើយសង្ឃឹមថាបានជួបគ្នាទៀតចុះហើយពេលនេះអាត្មាត្រូវនិមន្តបន្តដំណើរទៀតហើយកណាពិតជាអរគុណសម្រាប់ដីការបស់លោកសូមលបងនិមន្តយាងទៅចុះគ្រាន់តែតាផែនគាត់និយាយបែបនឹងហើយក៏ស្រាប់តែបុរសវ័យចំណាស់ដែលស្លៀកសម្លៀកបំពាក់ពណ៌សកាន់ឈើច្រត់នោះគាត់ក៏ចាប់ផ្ដើមនិមន្តដើរចាកចេញពីទីនោះក៏ប៉ុន្តែរឿងដែលចម្លែកខណៈពេលដែលបុរសវ័យចំណាស់ស្លៀកឈុតសកាន់ឈើច្រត់នោះកំពុងតែដើរសុកគ្រាន់តែតាផែនគាត់ក្រឡែកភ្នែកសម្លឹងមើលមកកាន់ភ្លើងដែលគាត់កំពុងតែបង្កាត់នោះរួចគាត់ក៏ងាកសម្លឹងមើលទៅកាន់បុរសវ័យចំណាស់ម្នាក់នោះម្ដងទៀតគាត់ក៏លែងឃើញបុរសវ័យចំណាស់ម្នាក់នោះទៀតដែរគឺបានបាត់ទៅយ៉ាងលឿនតែម្ដងទាំងដែលមាញ់នេះតាផែនគាត់ឃើញថាបុរសវ័យចំណាស់ម្នាក់នោះគាត់ដើរយឺតសោះក៏ប៉ុន្តែបែរទៅជាបាត់ស្រមោលយ៉ាងលឿនមួយរំពេចបើទោះបីជាគាត់ខំសម្លឹងរកមើលជុំវិញព្រៃនោះក៏នៅតែរកមិនឃើញដូច្នេះហើយធ្វើឲ្យតាផែនគាត់ក៏បានដឹងយ៉ាងច្បាស់ថាបុរសវ័យចំណាស់ស្លៀកឈុតសកាន់ឈើច្រត់នោះច្បាស់ជាតាបោះឬក៏អ្នកសេចាំងបាំងបត់នៅលើភ្នំខ្មោចនោះមិនខានហើយអ្វីដែលធ្វើឲ្យតាផែនគាត់ចាប់អារម្មណ៍នោះគឺមុននោះតាបោះមួយអង្គនោះបានដីកាប្រាប់គាត់ថាលោកនិមន្តមកពីខាងក្រោមភ្នំដើម្បីទៅមើលកូនចៅអញ្ចឹងហើយដែលធ្វើឲ្យគាត់ក៏ចេះតែឆ្ងល់ថាកូនចៅរបស់លោកគឺជាមនុស្សធម្មតាឬក៏យ៉ាងណានោះទេក៏ប៉ុន្តែជាធម្មតាតាបោះឬក៏អ្នកសេចាំងបាំងបត់គឺមិនខុសពីអរុក្ខអរិយអ្នកតាឡើយដែលអាចថែរក្សាឃុំក្រងតំបន់ទឹកដីព្រៃភ្នំដូច្នេះហើយកូនចៅរបស់អស់លោកច្បាស់ជាពពួកសត្វព្រៃដែលអស់លោកកាន់កាប់មិនខានដោយសត្វព្រៃដែលអស់លោកកាន់កាប់ភាគច្រើនគឺជាសត្វព្រៃដែលកាចសាហាវមានដូចជាខ្លាពស់ដំរីជ្រូកព្រៃជាដើមហើយពពួកសត្វដែលកាចសាហាវនៅក្រោមអំណាចរបស់លោកគឺមិនខុសពីពពួកច្រាព្រៃឡើយតាផែនបន្ទាប់ពីគាត់ទទួលទានសាច់ដែលគាត់អាំងឆ្អិនហើយគាត់ក៏បានឡើងលើដើមឈើដែលដើមឈើនោះវាក៏មិនសូវជាធំប៉ុន្មានអីនោះដែរ
ដើម្បីសម្រាប់ការពារខ្លួនពីពពួកសត្វអសិរពិសហើយនិងសត្វព្រៃដែលកាច់សាហាវនៅក្នុងទឹកដីព្រៃភ្នំខ្មោចនោះមូលហេតុដែលគាត់មិនឡើងទៅសម្រាប់នៅលើដើមឈើធំក៏ព្រោះថាប្រសិនបើយើងសម្រាប់នៅលើដើមឈើធំគឺវាងាយណាស់ដែលពពួកអាចឆ្កែធំឬក៏អាសេះបង្កង់វាអាចតោងទាមឡើងទៅលើដើមឈើនោះបានអញ្ចឹងហើយហានិភ័យនៃគ្រោះថ្នាក់គឺវាកើតឡើងមាននៅយប់នោះស្ថានភាពក្នុងព្រៃលើភ្នំខ្មោចអាចនិយាយបានថាគឺវាមិនខុសពីយប់មុននោះទេធ្លាក់ខ្យល់មករសិរំភើយត្រជាក់ស្រេបស្រឹបក៏បានធ្វើឲ្យតាផែនគាត់កំពុងតែដេកនៅលើមែកឈើមានអារម្មណ៍ថារងាញាក់ញ័រសាច់បន្តិចដែរហើយមែកឈើដែលគាត់កំពុងតែដេកពេលនោះវាក៏យកទៅតាមខ្យល់ភ្នែករបស់គាត់ក៏មកមីសម្លឹងមើលជុំវិញព្រៃនោះគឺឃើញថាមានសត្វអំពិលអំពែកជាច្រើនពួកវាកំពុងតែបំភ្លឺភ្លុបផ្លែតក្នុងព្រៃនោះដោយមើលទៅគឺវាខុសប្លែកពីព្រៃយប់មុនដែលគាត់បានជួបដោយដែលយើងដឹងស្រាប់ហើយថាការពីយប់មុនដែលតាផែនគាត់សម្រាកតាមជើងភ្នំខ្មោចគឺគាត់បានឃើញហើយនឹងជួបរឿងចម្លែកគឺមានផ្កាត្បូងពេជ្របានដុះទៅលើដីព្រមទាំងនៅលើថ្មនៅខាងក្រោមដើមឈើដែលគាត់បានឃើញដោយផ្កាត្បូងពេជ្រទាំងអស់នោះបានបញ្ជាពន្លឺភ្លេចយ៉ាងស្រស់ស្អាតកយគុណមើលទៅគឺគួរឲ្យចង់បានខ្លាំងណាស់ក៏ប៉ុន្តែសម្រាប់តាផែនគឺគាត់ដឹងថារបស់ទាំងអស់នោះវាគ្រាន់តែជារបស់នៃការបំភាន់ភ្នែកតែប៉ុណ្ណោះប្រសិនបើគាត់ហ៊ានតែចុះពីលើដើមឈើទៅខាងក្រោមលោភលន់ចង់បានរបស់ទាំងអស់នោះច្បាស់ជាត្រូវស្លាប់មិនខានហើយតាផែននៅខណៈពេលដែលគាត់កំពុងតែដេកនៅលើចុងឈើរហូតដល់យប់រៀងជ្រៅបន្តិចស្របពេលដែលគាត់កំពុងតែដេកលង់លក់ក៏ស្រាប់តែនៅសុកគាត់ក៏បានភ្ញាក់ពីដេកភ្លាមក៏ព្រោះតែគាត់បានស្ដាប់ឮស្នូរសំឡេងដូចជាមានអ្នកណាម្នាក់កំពុងតែលោតនៅក្នុងទឹកអាងឬក៏ទឹកដក់នៅលើភ្នំខ្មោចនោះមិនត្រឹមតែប៉ុណ្ណោះនោះទេក៏បានឮស្នូរសំឡេងសាយក្អាកក្អាយយ៉ាងសប្បាយរីករាយអញ្ចឹងហើយតាផែនបន្ទាប់ពីគាត់ភ្ញាក់ពីដេកគាត់ក៏បានសម្លឹងមើលទៅកាន់អាងទឹកនោះស្របពេលនោះហើយតាផែនគាត់បាននិយាយថាគាត់ក៏បានឃើញមានមនុស្សប្រហែលជា7ទៅ8នាក់ពួកគេកំពុងតែនាំគ្នាលេងទឹកនៅក្នុងអាងទឹកនោះហើយបើតាមមើលវ័យរបស់ពួកគេម្នាក់ក៏អាយុច្រើនណាស់ទៅហើយដោយរូបរាងកាយរបស់ពួកគេគឺពិតជាចម្លែកខ្លាំងមែនទែនគ្មានអ្នកណាម្នាក់មានពណ៌សម្បុរសណ្ដែកបាយឬក៏សដូចទៅនឹងមនុស្សធម្មតាឡើយគឺសភាពលក្ខណៈរូបរាងកាយរបស់ពួកគេម្នាក់គឺខ្មៅឡើងដូចប្រេងម៉ាស៊ីនអញ្ចឹងអ្វីដែលសំខាន់នៅលើដងខ្លួនរូបរាងកាយរបស់ពួកគេពោពេញទៅដោយរោមតាផែនគឺគាត់បានត្រឹមតែលួចចាំមើលពីលើដើមឈើដោយសង្ងំទាំងស្ងៀមស្ងាត់មិនហ៊ាននិយាយមាត់ក៏សំបីតែមួយអឹកអ្វីដែលអស់សំណាយគឺពួកគេម្នាក់លោតលេងទឹកនៅក្នុងអាងទឹកនោះទាំងអាក្រាតរូបរាងកាយគ្មានសម្លៀកបំពាក់អីទាល់តែសោះតាផែនគាត់ចាំមើលពួកគេលេងទឹករៀងយូរបន្តិចរហូតដល់ពួកគេទាំង6ទៅ7នាក់នោះក៏ចាប់ផ្ដើមនាំគ្នាឡើងមកលើគោកគ្រាន់តែពួកគេឡើងពីអាងទឹកនោះហើយក៏បាននាំគ្នាដើរចាកចេញពីទីនោះចូលទៅក្នុងព្រៃដោយតាផែនគាត់ក៏តាមមើលពួកគេយូរទៅគាត់ក៏បានឃើញថាតាមក៏ពិតទៅពួកគេទាំងអស់នោះគឺមិនមែនជាមនុស្សពិតប្រាកដឡើយក៏ប៉ុន្តែតាមក៏ពិតទៅពួកគេទាំងអស់គ្នានោះគឺជាហ្វូងជ្រូកព្រៃដែលបានខ្លែងក្រឡាធ្វើជាមនុស្សលោតលេងទឹកនៅក្នុងអាងទឹកនោះអាចនិយាយបានថាជ្រូកព្រៃទាំងនេះវាគឺជាពពួកច្រាបហើយអាចនឹងមានពពួកសភាវៈព្រាយកាន់កាប់ទៅលើពួកវាអាចខ្លែងក្រឡាធ្វើជាមនុស្សបានមូលហេតុដែលពពួកច្រាបនៃជ្រូកព្រៃទាំងអស់នោះពួកវាខ្លែងក្រឡាធ្វើជាមនុស្សគឺដើម្បីការពារខ្លួនពីព្រានប្រមាញ់បាញ់សត្វតើពួកវាខ្លែងក្រឡាធ្វើបែបនេះដើម្បីសុវត្ថិភាពខ្លួនដោយក្រោយពីហ្វូងជ្រូកព្រៃទាំងនោះពួកវារុកដើរចូលទៅក្នុងព្រៃអស់តាផែនដែលគាត់កំពុងតែអង្គុយមើលពីលើចុងឈើគឺគាត់បានត្រឹមតែគិតស្មានថាគ្មានសត្វព្រៃណាពួកវានាំគ្នាមកចុះផឹកទឹកនៅកន្លែងអាងទឹកនោះក៏ព្រោះថាការពីល្ងាចដែលគាត់ឃើញពីទិដ្ឋភាពស្ថានភាពនៅក្នុងអាងទឹកនោះគឺពុំឃើញមានស្នាមដាំជើងសត្វសំបីតែបន្តិចនេះក៏ដោយសារថាពពួកច្រាបវាមិនចង់បង្ហាញឲ្យគាត់ឃើញគាត់ដឹងនេះឯងដោយតាផែនគាត់បាននិយាយថាក្រោយពីជ្រូកព្រៃវាបានបំភាន់ភ្នែកខ្លែងក្រឡាធ្វើជាមនុស្សចូលទៅក្នុងព្រៃវិញបាត់មួយសន្ទុះក្រោយមកទៀតក៏ស្រាប់តែលឺអ្វីម្យ៉ាងកំពុងតែវាយទឹកពងប៉ាវនៅក្នុងអាងទឹកនោះដូច្នេះហើយតាផែនគាត់ក៏ចាំមើលថាតើនឹងមានរឿងអីកើតឡើងនៅកន្លែងអាងទឹកនោះទៀតដោយគាត់ចាំមើលបានមួយស្របក់ក៏ស្រាប់តែគាត់ក៏បានមើលឃើញថានៅក្នុងអាងទឹកនោះគឺមានស្ត្រីយ៉ាងស្រស់ស្អាត2នាក់ពាក់មកុដ
មិនត្រឹមតែប៉ុណ្ណោះនោះទេគឺស្លៀកសម្លៀកបំពាក់បែបអប្សរាអញ្ចឹងភ្នែករបស់ពួកគេម្នាក់ឡើងពណ៌ខៀវចម្លែកពេលដែលមានកន្ទុយបក់វាយទៅលើទឹកទៅតាផែនគាត់ក៏បានយល់ថាតាមក៏ពិតទៅនារីយ៉ាងស្រស់ស្អាតនៅក្នុងអាងទឹកនោះពួកគេគឺជានាងមច្ឆាឬក៏ទេពមច្ឆានេះឯងមានមុខមាត់រូបរាងដូចទៅនឹងមនុស្សពាកកណ្ដាលត្រីពាកកណ្ដាលដោយនាងទេពមច្ឆាទាំងពីរនេះនោះពួកគេគិតតែពីហែលលេងទឹកនៅក្នុងអាងទឹកនោះយ៉ាងសប្បាយហើយសម្បីតែតាផែនគាត់ក៏មិនដែលធ្លាប់ឃើញនាងមច្ឆាឬក៏ទេពមច្ឆានេះដែរគឺគាត់ធ្លាប់តែឮរឿងនិទានមិនដែលឃើញពិតជាក់ស្ដែងបែបនេះនោះទេអ្វីដែលសំខាន់គាត់ក៏មិនដែលជឿថាមាននាងមច្ឆាពិតប្រាកដឡើយហើយគាត់ក៏គិតនៅក្នុងចិត្តថាប្រហែលជាកំពុងតែមានអ្វីមកបំភាន់ភ្នែកទៀតគាត់ក៏មិនដឹងគាត់ចាំមើលនាងទេពមច្ឆានោះហែលទឹកនៅក្នុងអាងទឹកនោះចុះឡើងទាំងដែលគាត់ក៏បានឃើញកន្ទុយពួកគេដូចទៅនឹងត្រីផងអីផងមួយសរបកក្រោយមកនៅក្នុងអាងទឹកនោះវាក៏បានស្ងប់ស្ងាត់ហើយកលែងបានឃើញនាងទេពមច្ឆាទាំងនោះហែលទឹកនៅក្នុងអាងទឹកនោះទៀតតាផែនគាត់ថានាងទេពមច្ឆាទាំងពីរនោះគឺពិតជាស្អាតខ្លាំងណាស់គឺមិនខុសពីទេពអប្សរឬក៏ទេវតាអីឡើយដោយនៅក្នុងអាងទឹកលើភ្នំខ្មោចនោះក៏ចេះតែបន្តកើតមានរឿងចម្លែកប្លែកតាផែនគាត់បាននិយាយថាពេលដែលស្ថានភាពស្ងប់ស្ងាត់បានបន្តិចគាត់ក៏ចាប់ផ្ដើមសង្ងំដេកវិញដោយគាត់សង្ងំដេករហូតទៅដល់ប្រហែលជាជាង2កណ្ដាលអាធ្រាត្រនៅសុកក៏ស្រាប់តែមានអ្នកណាម្នាក់នោះទេបានមកអង្រួនដើមឈើគាត់អញ្ចឹងហើយដែលធ្វើឲ្យគាត់ដែលកំពុងតែសង្ងំដេកនៅលើចុងឈើក៏បានភ្ញាក់ឡើងព្រឺតម្ដងទៀតមិនត្រឹមតែប៉ុណ្ណោះនោះទេខណៈពេលដែលគាត់ដេកនោះគឺគាត់ស្ទើរតែធ្លាក់ពីលើដើមឈើទៀតផងហើយតាផែនខណៈពេលនោះដែរគាត់ក៏បានសម្លឹងមើលទៅខាងក្រោមដើមឈើក៏ប៉ុន្តែគឺគាត់ហាក់បីដូចជាពុំបានឃើញមានអ្វីនោះទេហើយដើមឈើនោះវាក៏លែងយករំកើទៀតដែរធ្វើឲ្យតាផែនគាត់ក៏ចាប់ផ្ដើមរាប់ដៃរាប់ជើងប្រមាលមើលថាអ្វីទៅដែលធ្វើឲ្យដើមឈើនោះវាយករំកើគួរឲ្យខ្លាចចម្លែកបែបហ្នឹងដោយគ្រាន់តែគាត់ចាប់ផ្ដើមរាប់ដៃរាប់ជើងដើម្បីប្រមាលមើលក៏ស្រាប់តែគាត់ក៏បានឮស្នូរសំឡេងសើចយ៉ាងព្រឺព្រួចចេញពីខាងក្រោមដើមឈើដែលគាត់កំពុងតែសម្រាកនោះស្របពេលនោះហើយតាផែនគាត់ក៏បានងាកសម្លឹងមើលមកខាងក្រោមម្ដងទៀតអញ្ចឹងហើយដែលធ្វើឲ្យរឿងដ៏រន្ធត់ហើយនឹងគួរឲ្យខ្លាចក៏បានកើតឡើងទៅលើគាត់ដោយតាផែនគឺគាត់បានមើលឃើញនៅខាងក្រោមដើមឈើនោះថានៅខាងក្រោមដើមឈើនោះក៏ស្រាប់តែមានក្មេងៗដែលមានភ្នែកឡើងក្រហមតែតខ្មៅឡើងឃ្លិចតូចទៀតល្អិតខ្លាំងមែនតើសម្លឹងមើលសាច់ដាក់មកកាន់គាត់ដោយអ្វីដែលសំខាន់ពួកគេម្ដងធ្វើមុខមាត់ស្អាតបាតម្ដងទៀតធ្វើមុខមាត់ឡើងអាក្រក់រលេះរលួយឈាមឡើងរហែមរហាមពេញខ្លួនប្រាណហើយនឹងលៀនអណ្ដាតយ៉ាងវែងអូសដល់ដីមើលទៅក្មេងៗតូចទៀតល្អិតយ៉ាងចម្លែកទាំងនោះវាមិនមែនធម្មតានោះទេដោយតាផែនក៏ព្រោះតែគាត់ឃើញក្មេងៗទាំងនោះហើយគាត់ក៏បាននិយាយទៅកាន់ពួកគេថាបានហើយមិនបាច់ចំមុកបន្លាចឲ្យយើងខ្លាចទេពួកឯងគឺជាអ្នកថែរក្សាសត្វព្រៃហេតុអីបានជាចាំបាច់ត្រូវលងបន្លាចធ្វើបាបដល់មនុស្សអញ្ចឹងហើយយើងក៏មិនទាន់បានប៉ះពាល់ដល់សត្វព្រៃពួកឯងថែរក្សាដែរហើយពួកឯងមកលងបន្លាចយើងពេលនេះមានគោលបំណងអីដោយតាផែនគាត់បាននិយាយថាក្មេងៗទាំងនោះក៏ស្រាប់តែឆ្លើយតបតមកកាន់គាត់វិញថាពួកយើងមកទីនេះគ្រាន់តែមកលោលេងជាមួយនឹងតាឯងតែប៉ុណ្ណោះប៉ុន្តែតាឯងដូចជាមិនខ្លាចពួកយើងតតែសោះហើយពួកយើងមកទីនេះក៏សូមហាមប្រាមដល់តាឯងប្រសិនបើតាឯងហ៊ានតែបំពានប៉ះពាល់ដល់សត្វព្រៃរបស់ពួកយើងក៏មិនទុកឲ្យតាឯងរស់នៅក្នុងព្រៃនេះសុខស្រួលដែរតាឯងចាំតែមើលទៅតាផែនបន្ទាប់ពីលើក្មេងៗតូចទាបល្អិតខ្មៅហើយភ្នែកឡើងក្រហមតែទាំងនោះនិយាយបែបហ្នឹងក៏ស្រាប់តែគាត់ក៏បាននិយាយតបប្រាប់ទៅវិញថាណាយើងយល់ហើយយើងក៏មិនប៉ះពាល់សត្វព្រៃក្រោមការថែរក្សារបស់ឯងដែរអញ្ចឹងហើយពួកឯងមិនបាច់ចំព្រួយបារម្ភអីនោះទេក្មេងៗមករីងកងវាទាំងនោះបន្ទាប់ពីឮតាផែននិយាយបែបហ្នឹងក៏ស្រាប់តែនៅសុកពួកគេក៏បានបាត់ស្រមោលនៅខាងក្រោមដើមឈើមួយរំពេចក៏ប៉ុន្តែសំឡេងសើចរបស់ពួកគេក៏នៅតែបន្លឺចេញពីក្នុងព្រៃដដែលរហូតដល់ឮខ្សោយម្ដងបន្តិចក៏រសាត់ស្ងប់ស្ងាត់លែងឮសំឡេងសើចចេញពីក្នុងព្រៃដោយតាផែនគាត់និយាយថាក្មេងៗអស់ទាំងនោះដែលគាត់បានឃើញ
តាមក៏ពិតទៅពួកគេគឺសិតសឹងតែជាក្មេងមរៀងកងវាលដោយក្មេងៗមរៀងកងវាលទាំងនេះគឺមិនដូចទៅនឹងក្មេងមរៀងកងវាលដែលដាស់ចេញពីគ្រូអាគមនោះទេគឺពួកគេមានឫទ្ធិអំណាចខ្លាំងជាងក្មេងមរៀងកងវាលដែលដាស់ចេញពីអាគមឬក៏អាថ័ន្តណាអាចនិយាយបានថាឫទ្ធិអំណាចរបស់ពួកគេមិនខុសពីព្រាយខ្លានោះឡើយដែលអាចខ្លែងក្រឡាធ្វើជាមនុស្សឬក៏ធ្វើជាអ្វីក៏បានតើបគ្រូអាគមគឺគេតែងតែអន្តងចង់ចាប់ទៅលើក្មេងៗមរៀងកងវាលដែលរស់នៅក្នុងព្រៃយកមកធ្វើបរិវាររបស់គេណាដែលហេតុថាក្មេងមរៀងកងវាលដែលដាស់ចេញពីអាគមភាគច្រើនមិនសូវខ្លាំងដូចក្មេងមរៀងកងវាលដែលរស់នៅក្នុងព្រៃនោះទេមួយវិញទៀតក្មេងៗមរៀងកងវាលដែលតាមថែរក្សាសត្វព្រៃទាំងនោះពួកគេគឺជាពពួកសភាវៈឯករាជ្យមិនងាយតោងទាមឬក៏នៅក្រោមអ្នកណាឡើយជាពិសេសនោះគឺគ្រូអាគមដែលចាប់ពួកគេធ្វើជាបរិវារប្រសិនបើជាគ្រូអាគមធម្មតាគឺមិនអាចបំបែកឬក៏ចាប់គេបានឡើយតើតែគ្រូអាគមហើយនឹងគ្រូធ្មប់នោះមិនណយដែរតើបអាចអន្តងចាប់ក្មេងៗមរៀងកងវាលដែលរស់នៅក្នុងព្រៃនោះបានបើពុំដូច្នោះនោះទេច្បាស់ជាត្រូវពួកវាយកជីវិតវិញជាជីមិនខានដោយតាមក៏ពិតទៅក្មេងៗមរៀងកងវាលដែលថែរក្សាសត្វព្រៃទាំងនោះពួកគេគឺជាសភាវៈល្អទេអាចនិយាយបានថាជាពពួកសភាវៈទេវតាថែរក្សាសត្វព្រៃនេះឯងប្រសិនបើយើងមិនបំពេញឬក៏ធ្វើទុកបុកម្នេញដល់សត្វព្រៃរបស់ពួកគេក៏មិនមករំខានឬក៏កាច់យកជីវិតយើងដែរដោយយើងនៅដោយយើងគឺគេនៅដោយគេតាផែនបន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់នៅក្នុងព្រៃនោះហើយគាត់ក៏គិតថានៅយប់នោះមិនខុសពីយប់មុននោះទេគឺមិនបានដេកពួនពេញលេញស្កប់ស្កល់គ្រប់គ្រាន់អីឡើយដូច្នេះហើយគឺគាត់បានត្រឹមតែអង្គុយនៅលើដើមឈើចាំទាល់តែព្រឹកតែម្ដងប្រសិនបើដេកបន្តខណៈពេលនឹងក៏ដេកមិនលក់ទៀតដែរហើយគាត់ក៏គិតថារៀបចិត្តព្រឹកបែបនឹងមានរឿងអីកើតឡើងមកលើគាត់ជាបន្តបន្ទាប់ទៀតក៏ប៉ុន្តែវាហាក់បីដូចជាពុំមានរឿងអ្វីប្លែកចម្លែកកើតឡើងមកលើគាត់អីនោះទេអញ្ចឹងហើយនៅព្រឹកព្រលឹមភ្លាមតាផែនគាត់ក៏បានសម្រោតចុះពីលើដើមឈើបន្ទាប់មកទើបគាត់ក៏បានដើរសម្ដៅទៅកាន់អាងទឹកដោយនៅពេលដែលតាផែនគាត់ដើរទៅដល់កន្លែងអាងទឹកនោះគាត់ក៏បានសម្លឹងមើលជុំវិញអាងទឹកនោះតែម្ដងតែក៏ដូចជាពុំឃើញមានអ្វីប្លែកចម្លែកដោយការប្រយុទ្ធមិញដែលគាត់បានមើលឃើញឡើយមិនថានាងមច្ឆាឬក៏ទេពមច្ឆានោះទេដែលគាត់បានឃើញនៅក្នុងអាងទឹកគឺគាត់បានត្រឹមតែមើលឃើញថានៅក្នុងអាងទឹកនោះមានត្រីបន្តិចបន្តួចតែប៉ុណ្ណោះមើលទៅបាតអាងគឺទឹកឡើងថ្លាដូចកញ្ចក់តែម្ដងដោយខណៈពេលនោះគឺគាត់បានត្រឹមតែដងទឹកដើម្បីយកមកដាំបាយជាមួយនឹងក្រមាបង់ករបស់គាត់រួចហើយគាត់ក៏បានចុះងូតទឹកលុបលាងមុខនៅក្នុងអាងនោះទាំងដែលតាផែនគាត់ពុំមានអារម្មណ៍ភ័យខ្លាចសម្បីតែបន្តិចពេលដែលគាត់មុជទឹកនោះក្រោយពីតាផែនគាត់ងូតទឹករួចហើយគាត់ក៏បានឡើងមកលើគោករៀបចំដាំបាយនៅខាងក្រោមដើមឈើក្បែរអាងទឹកនោះដើម្បីទទួលទានអាហារនៅពេលព្រឹកបន្តិចក្រោយមកបន្ទាប់ពីតាផែនគាត់ទទួលទានបាយរួចរាល់ហើយគាត់ក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅលើភ្នំដើម្បីរកថ្នាំឈើទៀតតាផែនគឺគាត់ស្វែងរកថ្នាំឈើលើភ្នំខ្មោចជួបភ្នំក្រវាញដោយស្ថានភាពលំបាកជួបរឿងរ៉ាវប្លែកៗចម្លែកនៅក្នុងទឹកដីព្រៃភ្នំខ្មោចនោះហើយបើទោះបីជាថ្នាំឈើដ៏ស័ក្តិសិទ្ធិវាកម្រមាននៅលើភ្នំខ្មោចនោះក៏ពិតមែនតែគាត់នៅតែព្យាយាមរុករកពេញព្រៃលើភ្នំខ្មោចមិនគិតពីការនឿយហត់លំបាកហើយនឹងត្អូញត្អែអីបន្តិចសោះដោយភ្នំខ្មោចបើទោះបីជាគាត់ឡើងទៅដល់កម្ពស់ខ្ពស់ប៉ុណ្ណាក៏ដោយវាហាក់បីដូចជាគ្មានកោះគ្មានត្រាយរកកន្លែងចំណុចកំពូលឃើញស្របនៅពេលដែលតាផែនគាត់កំពុងតែរុករកថ្នាំនៅលើភ្នំខ្មោចសុកគាត់ក៏តែងតែប្រទះឃើញក្រុងឆ្អឹងសាកសពនៅលើភ្នំខ្មោចនោះឡើងស៊ាំទៅហើយនិយាយទៅដោយពេលដែលថ្ងៃដែលគាត់មកដល់ជើងភ្នំខ្មោចដំបូងអញ្ចឹងសូម្បីតែនៅលើភ្នំយ៉ាងខ្ពស់ទៅហើយក៏នៅតែមានក្រុងឆ្អឹងសពទៀតក៏ប៉ុន្តែក្រុងឆ្អឹងសពដែលគាត់ឃើញស្របពេលហ្នឹងវាហាក់បីដូចជាក្រុងឆ្អឹងរបស់ព្រានឬក៏អ្នកដើរក្នុងព្រៃបានស្លាប់ដោយសារតែសត្វព្រៃកាច់សាហាវខំស៊ីអញ្ចឹងក៏ព្រោះតែឆ្អឹងនោះគឺមានស្នាមដាំក៏គេខំឡើងខ្ទេចខ្ទីអស់ទៅហើយដូច្នេះហើយដែលធ្វើឲ្យតាផែនគាត់អាចសន្និដ្ឋានបានថាសពនោះច្បាស់ជាត្រូវខ្លាខំស៊ីជាជីមិនខានអាចថាព្រានព្រៃពួកគេឡើងមកដល់លើភ្នំនោះហើយក៏ភ្លាត់ស្នៀតបន្ទាប់មកក៏ត្រូវបានសត្វព្រៃកាច់សាហាវកាងភ្នំខ្មោចដូចជាព្រាយខ្លាជាដើមខំស៊ីទៅតាផែនបន្ទាប់ពីគាត់ឃើញបែបនោះហើយគាត់បានត្រឹមតែដើរចាកចេញពីទីនឹងទាំងអារម្មណ៍របស់គាត់នៅក្នុងចិត្តគឺរៀងក្តុកក្តួលបន្តិចដែរដោយនៅពេលដែលតាផែនគាត់កំពុងតែរុករៀនដើរនៅក្នុងព្រៃដើម្បីរកថ្នាំឈើនៅលើភ្នំខ្មោចនោះចុះឡើង
ก็สรับแต่ในสกเรื่องดักรูธนะก็บ้านการลางหมกเลยกวดคือจูบแต่หนึ่งฟงชกายจิเจาะจิจรานกบาลปูวิบานเจนปีขนงไพรยางจรานกบาลหมกกระหึ่มปีมุกปีกราวกวดบ่มร้องหนึ่งคำกวดดาวตาแพนกดเคยแบบโนหายกวดก็มันรองจำอยู่ไอ้เลยคือกวดก็จับดามเลิกได้ประนอมฟื้นบริกรรมกีท่าดำใบโซดสันดอมตะเลอปะปุชกายจะเจาะติงนู่หายกรอนแต่ตาแพนกดโซดบเลยกีท่าบานมวยสระบะวงชกายจะเจาะได้กำปงแต่ปลุกลูบ่มร้องหนึ่งคำหมกเลยกวดก็สลับแต่วิก็จับดามต้นใดต้นเจิงยังจำไลในซอกฟงชกายจะเจาะติงนู่ปูวิกับบานกราบดอลได้ตายมาดองตาแพนได้ให้แต่กดเคยแบบโนหายกวดก็ปุ่มบานเฟอไอแต่เลอฟงชกายจะเจาะติงนู่ได้สรอมเนเปนุคือกวดบานเริ่มแต่ได้จ่าเจนปีฟงชกายจะเจาะนู่ใต้ปนนอแต่ในชกายจะเจาะติงนู่ปูวิบานเริ่มแต่บักพนัยพลึกเมินหมกกันกวดดาวปูวิขมิ้นกำลังกำไฮสตูโลดฮอกคำหมกกันกวดสมบัยแต่บันติหายมูลเหตุได้ฟงชกายจะเจาะติงนู่ปูวิมันอาจเฟอไอบานตะเลตาแพนก็รู้ทาปูวิกำปงแต่เทออากมสนดอมระบตาแพนนี่เองเฟอเอาปูวิบานเริ่มแต่ตนใดตนเจิงได้นเลใดกระดอยปีตาแพนได้จะเจงปีตีนุบานมวยสระบะเตอฟงชกายจะจอติงนุปูวิกอาจตูเงือบหายได้โจตขนมไพรบาดเตอหายตาแพนกอดก็สบายรกทนำเชื่อระโหดอล้างดอเลือกำปูพนมขมาวนูหายกร้อนแต่กอดล้างแต่ดอเลือกำปูพนมขมาวก็สลับแต่กอดกับบานเคยรุ่งพนมละอ่างมวยติดในเลือกำปูพนมขมาวนูใต้มาดองในขณะไปแต่กอดบานเคยละอ่างในเลือกำปูพนมนูมวยตีท้ายในเปดบงตาแพนกอดเกิดทามันเตอจิตมันเตอกระบายละอ่างพนมนูตีก็รู้แต่กอดคลายโดยไปแต่กอดเคยละอ่างพนมในจึงแก่พนมขมาวได้มีสนานดานเจิงสัตว์ปปุสัตว์ได้กายสหาวในขนมละอ่างรุงพนมนูอันจังหายเด็ดเฟยกอดมันควายคว้าจ้องแต่กระบายแต่จิตละอ่างพนมนูเลยก็ปนท้ายในไปนูได้ให้ทาตาแพนกอดเกิดทาบาเตอแต่จูบวีก้องแต่จูบปปุสัตว์ได้กายสหาวถึงนูดอได้อันจังหายได้เฟอเอาตาแพนกอดกับบานแต่จิตแต่กระบายละอ่างพนมนูเตอในไปได้กอดบานได้แต่ดอกกระบายกระบายละอ่างพนมขมาวแต่ยังได้ในเปนุก็วิลงีกูซ้อมจนรอประหายจีมองบุญแต่มองปรำแต่เฮยก็สรับแต่เรื่องดอกปลือปลุยมุ้ยกับบ้านการล้างหมกเลอตาแพนดาวในขนมละอ่างนู้วิกับบานบรรลือสมเล่งกระเฮิมเอิงกองปิงละอ่างหายกระเฮิมเตียงนี้ได้บาตามก่อนในจีคือกระเฮิมระบอาชกายทมนี้เองบาตามสโนว์สมเลงกระเฮิมระบวิเมื่อเตออาชกายทมนู้วิประหายจีมันแม่นมีแต่มีกบ้านอุตีมันเติมแต่ปนนในหมดละอ้างคือตาแพนบานมือคืนท่ามีสนามได้กระล้องระบปูหลังทมบาตามมือสนามดานปูนู้ตาแพนกดบานในเยธาประหายจีจิตปุ่นทงจังหายกร้อนแต่กอดเคยแบบหนูหายกอดก็ปุ่มบานไพ่สลันสลาวไอหนูตีสระไปได้กอดลือสโนว์สมเลงกระเฮิมระบคลาเจงปีขนงละอ่างตาแพนกอดก็บ่มร้องหนึ่งได้จะเจงปีหมดละอ่างนู้ได้ก็ปนท้ายก็สลับแต่คลาหมดกบ้าวิกับบานเหาะเจงปีขนงหมดละอ่างบานตัวหมอก็สกัดหมกกอดกระเฮิมด่าตัวหมกกอดมันเอากอดเตอนาตัวเตซ้อหายบาตามตาแพนกดบานในเจธาคลานุมันแม่นเมียนไตมีกบานุเต้ก็ปันไตวิเมียนระหดดาปีกบาลดอยคลาถึงปีกบานุวิบ้านกระเฮิมดาปีมุกปีกรายกอดระหดดาตาแพนกอดไปนุก็เรียงไพ่บันติบันตุยได้ดอยกอดก็ตั้งจัดถึงพีบคลาห้าในเจตการคลาถึงปีกบานุธาเฮ้ยโลกเฮ้ยชมเชื่อท่าโลกถึงปีกรอนแต่หมอกกระเฮิมมันลายชมตายปะเนาะชมหมอกตีนี้มันจ้องป่าปีจมูกหนึ่งโลกเตหากชมเชื่อท่าโลกมันแม่นจิตสัตว์ไปธรรมดาเลยกาในเจระบอกชมไปนิกชมสังคมท่าโลกยลให้หนึ่งดังกรอนแต่ก่อนในเจบานแต่ปนังคลาถึงปีกบาได้กำปงแต่กระเฮิมปีมุกปีกราวกูไอคลาดหากใบดื้อจีจังสีใส่หดเชี่ยหมกเลอกอดวิใบเตยจิชอบกระเฮิมดักหมกการกอดมูลให้นุคือมันแม่ได้ซาแต่ปีสมได้ระบอกกอดในเจเนไปนังนุตีก็ผลแต่ได้ซาแต่บรอวัยจำนามันเนี้ยการเชยชรัดได้แจ้งปีหมดละอ่างเลิกได้จีสิญญาแต่กั้นคลาถึงปีกบานุเฟยคลาถึงปีกบานุวิมันเริ่มแต่ชอบกระเฮิมนุตีคือไทม์ถึงปูวิกับบานนวมคณีเอากราบ
លូនក៏រົບទៅកាន់បុរសវ័យចំណាស់ម្នាក់នោះនៅខណៈពេលនោះហើយតាផែនគាត់ក៏បានបែរសម្លឹងមើលមកកាន់មាត់លាងគាត់ក៏បានឃើញបុរសវ័យចំណាស់ម្នាក់នោះទៅហើយបុរសវ័យចំណាស់ម្នាក់នោះបើតាមការចាំរបស់គាត់គឺគាត់ចាំបានថាការពីល្ងាចម្សិលមិញគឺគាត់ក៏បានជួបបុរសវ័យចំណាស់ម្នាក់នេះដែរដោយដែលយើងដឹងស្រាប់ហើយថាបុរសវ័យចំណាស់ម្នាក់នេះគឺមានសភាពលក្ខណៈរូបរាងស្លៀកសម្លៀកបំពាក់បែបអ្នកសេចក្ដីបងបត់មិនខុសពីអរុខអរិយអ្នកតាថែរក្សាព្រៃឡើយលោកតាសេចក្ដីមួយអង្គវ័យចំណាស់ម្នាក់នោះតាមក៏ពិតទៅលោកក៏ដឹងដែរថាតាផែននឹងឡើងមកដល់ទីអាស្រមរបស់លោកមិនខានដូច្នេះហើយទើបលោកក៏បានសង្ឃដីកាទៅកាន់តាផែនកាលពីល្ងាចម្សិលមិញថាប្រសិនបើតាផែនមានឧបនិស្ស័យជាមួយនឹងលោកច្បាស់ជាត្រូវជួបលោកម្ដងទៀតមិនខានអញ្ចឹងហើយពិតជាដោយការសង្ឃដីការបស់លោកមែនដោយលោកក៏បានសន្យាដែរថានៅពេលដែលតាផែនជួបលោកម្ដងទៀតលោកនឹងប្រគល់អ្វីមួយទៅតាមគោលបំណងនៃតាផែនដែលគាត់កំពុងតែស្វែងរកនោះស្របនៅពេលនោះហើយលោកក៏មានសង្ឃដីកាទៅកាន់តាផែនថានៅទីបំផុតអាត្មាពិតជាបានជួបញោមម្ដងទៀតពិតមែនក៏ព្រោះថាអាត្មាជឿថាញោមមិនបោះបង់នៅគោលបំណងរបស់ញោមឡើយហើយឥឡូវនេះញោមក៏មិនបាច់ចំខ្លាចបរិវាររបស់អាត្មាដែរពួកគេមិនធ្វើអីញោមទេលុះត្រាថាញោមមកនៅក្នុងគោលបំណងអាក្រក់តាផែនបន្ទាប់ពីឮលោកឪសេចក្ដីបងបត់មួយអង្គនោះសង្ឃដីកាបែបនឹងហើយគាត់ក៏បាននិយាយតបតមកកាន់លោកឪសេចក្ដីបងបត់មួយអង្គនោះថានឹងហើយលោកបងកណាមិននឹកស្មានថាមកជួបលបងម្ដងទៀតសោះហើយកណាក៏ជឿថាសត្វទាំងគូនេះប្រកាសជាមានម្ចាស់កាន់កាប់មិនខានទៅកណាក៏មិនសូវជាព្រួយបារម្ភផិតភ័យខ្លាចអីប៉ុន្មានដែរហើយទីកន្លែងនេះមែនទេដែលជាអាស្រមរបស់លោកនឹងហើយញោមទីកន្លែងនេះហើយគឺជាទីអាស្រមរបស់អាត្មាគ្រាន់តែលោកឪសេចក្ដីបងបត់មួយអង្គនោះសង្ឃដីកាបែបនឹងក៏ស្រាប់តែឮស្នូរសំឡេងខ្យល់ខ្សត់ខ្សត់ចេញពីក្នុងលាអាងដែលវាគឺជាស្នូរសំឡេងមិនខុសពីពពួកសត្វអាសិរពិសឡើយតាផែនគ្រាន់តែគាត់ឮស្នូរសំឡេងបែបនោះហើយគឺគាត់បានត្រឹមតែសម្លឹងមើលទៅខាងក្រោយខ្នងរបស់លោកឪរហូតដល់លោកឪសេចក្ដីបងបត់មួយអង្គនោះក៏មានសង្ឃដីកាទៅកាន់តាផែនថាមិនបាច់ចម្រោកមើលទេញោមបន្តិចទៀតនេះនឹងឃើញគេហើយនៅខណៈពេលនោះគ្រាន់តែលោកឪសេចក្ដីបងបត់មួយអង្គនោះមានសង្ឃដីកាមិនទាន់ផុតពីមាត់ផងក៏ស្រាប់តែតាផែនគាត់ក៏បានមើលឃើញយ៉ាងច្បាស់ថាមានពស់ត្បាល់មួយក្បាលប្រហែលជាធំប៉ុនធុងសាំងវាអាចក៏បើកពេខ្ពស់ជាងលោកឪសេចក្ដីបងបត់មួយអង្គនោះដែលកំពុងតែនៅពីខាងក្រោយលោកឪមិនត្រឹមតែប៉ុណ្ណោះគឺបញ្ចេញសំឡេងខ្សត់ខ្សត់គួរឲ្យខ្លាចបំផុតដោយតាផែនគាត់ក៏មិនធ្លាប់ដែរឃើញពស់ត្បាល់អីធំយ៉ាងនឹងនោះឡើយហើយគ្រាន់តែប្រវែងរបស់វាគឺប្រហែលជា6ទៅ7ម៉ែត្រឯណោះដោយកៅភ្នែកសត្វទាំងនោះមិនថាខ្លាឬក៏ពស់ត្បាល់នោះទេពួកវាគឺមានកៅភ្នែកបញ្ចេញពន្លឺឡើងក្រហមតែតដោយពួកវាបានត្រឹមតែបង្ហាញឲ្យគាត់ឃើញយ៉ាងតក់ស្លុតតែប៉ុណ្ណោះប៉ុន្តែទាំងខ្លាពីរក្បាលហើយនឹងពស់ត្បាល់មួយក្បាលនោះគឺពុំបានធ្វើអីទៅលើគាត់ឡើយក៏ព្រោះតែពួកវាស្ដាប់តាមលោកឪមួយអង្គនោះស្របពេលនោះលោកឪសេចក្ដីបងបត់មួយអង្គនោះក៏មានសង្ឃដីកាថាបានហើយពួកឯងនាំគ្នាចូលទៅក្នុងលាអាងវិញទៅមិនថាពស់ត្បាល់ឬក៏ខ្លាទាំងពីរក្បាលនោះទេគ្រាន់តែពួកវាឮអ្នកសេចក្ដីបងបត់មួយអង្គនោះមានសង្ឃដីកាបែបនឹងហើយពួកវាក៏បាននាំគ្នាចូលទៅក្នុងលាអាងវិញទៅចំណែកឯលោកឪសេចក្ដីបងបត់នៅលើកំពូលភ្នំខ្មោចនោះលោកក៏បាននាំតាផែនចូលទៅក្នុងលាអាងដែលជាទីអាស្រមរបស់លោកដោយពេលនោះដែរគឺវាក៏ចាប់ផ្ដើមប្រលប់យប់ងងឹតមើលអ្វីមិនសូវជាឃើញច្បាស់អីប៉ុន្មានទេពេលដែលតាផែនគាត់ដើរតាមលោកឪសេចក្ដីបងបត់ចូលទៅក្នុងរូងភ្នំនោះនៅក្នុងលាអាងរូងភ្នំនោះក៏មានភ្លើងបំភ្លឺដែលវាសិតសឹងតែជាភ្លើងចន្លោះអញ្ចឹងហើយដែលធ្វើឲ្យក្នុងលាអាងនោះក៏វាមិនសូវជាងងឹតប៉ុន្មានដែរនៅពេលនោះប្រសិនបើជាមនុស្សធម្មតាដើរចូលតាមលោកឪសេចក្ដីបងបត់មួយអង្គនោះម្លេះប្រហែលជាមានអារម្មណ៍ថាព្រឺព្រួចរន្ធត់បន្តិចហើយក៏ព្រោះថានៅក្នុងលាអាងនោះវាមិនត្រឹមតែមានសត្វដែលជាបរិវាររបស់លោកនោះទេក៏ប៉ុន្តែក៏មានខ្លាសច្ចាំងនៅក្នុងលាអាងនោះដែរដោយតាផែនគាត់និយាយថាខ្លាសច្ចាំងមួយអង្គនោះគឺមានសភាពលក្ខណៈខ្លួនពីកដាជាមនុស្សចំណែកឯក្បាលវិញគឺជាខ្លាអង្គុយប៉ែនភ្នែនភាវនាធម៌ក្នុងលាអាងភ្នំខ្មោចនោះដោយអ្នកសេចក្ដីដែលមានរូបរាងខ្លាពីកណ្ដាលមនុស្សពីកណ្ដាលនោះក៏ពុំបានធ្វើអីមកលើគាត់អីឡើយ
ចំណែកឯលោកឪសេចចាំងបាំងបត់ដែលកំពុងតែនាំគាត់ចូលទៅក្នុងរូងលអាងភ្នំនៅពេលដែលចូលទៅដល់ក្នុងអាស្រមរបស់លោកដែលលោកតែងតែភាវនាធម៌ស្របនៅពេលនោះលោកក៏សង្ឃដីកាប្រាប់ទៅកាន់តាផែនឲ្យតាផែនសម្រាប់ដេកនៅក្នុងលអាងរបស់លោកសិនហើយចាំនៅពេលថ្ងៃស្អែកសឹមតាផែនចាក់ចេញពីលអាងរូងភ្នំនោះវិញដោយខណៈពេលនោះតាផែនគឺគាត់បានត្រឹមតែអង្គុយបត់ជើងសំពះទៅកាន់សេចចាំងបាំងបត់ដែលកំពុងតែគង់អង្គុយនៅលើថ្មដោយនៅពេលនោះតាផែនក៏និយាយថាក៏ព្រោះតែគាត់ឆ្ងល់ពេកក៏ស្រាប់តែគាត់ក៏បានសួរទៅកាន់លោកឪសេចចាំងបាំងបត់មួយអង្គនោះថាលោកបងតើនោះគឺជាអ្នកណាទៅដែលមានខ្លួនជាមនុស្សចំណែកឯក្បាលគឺជាខ្លាបែបនឹងបន្ទាប់ពីតាផែនក៏សួរបែបនឹងក៏ស្រាប់តែអ្នកសេចចាំងបាំងបត់មួយអង្គនោះក៏បានឆ្លើយតបតមកកាន់តាផែនវិញថាអូគេមិនខុសពីអាត្មាទេការដើមឡើយគេគឺជាព្រាយខ្លាធម្មតាក៏ប៉ុន្តែពេលនេះដោយសារតែគេដឹងទោសនៅកំហុសដែលខ្លួនបានសាងមួយយ៉ាងអាត្មាក៏បានជួយណែនាំអប់រំព្រានប្រដៅផងទៅគេក៏បានប្រែខ្លួនឯងប្រព្រឹត្តនៅទង្វើល្អស្គាល់នៅបនបាបហើយក៏លែងចាប់មនុស្សហើយនឹងសត្វស៊ីដើម្បីធ្វើជាចំណីអាហារប្រចាំថ្ងៃរបស់គេទៅគេក៏បានសម្រេចចិត្តថាលះបង់នៅទង្វើអាក្រក់ទាំងអស់នោះកែប្រែខ្លួនឯងខំបដិបត្តិធម៌ជាច្រើនខែច្រើនឆ្នាំតំរំទៅគេបានคล้ายទៅជាមនុស្សពីកណ្ដាលខ្លាពីកណ្ដាលបែបនេះឯងអញ្ចឹងហើយការបដិបត្តិភាវនាធម៌គឺបានកែប្រែខ្លួនឯងច្រើនណាស់លោកឪសេចចាំងបាំងបត់មួយអង្គនោះគឺលោកសង្ឃដីកាចង់មានន័យថាតាមក៏ពិតទៅបុរសដែលជាខ្លាពីកណ្ដាលមនុស្សពីកណ្ដាលនោះដើមឡើយគឺជាព្រាយខ្លាសុតសាតហើយចិត្តគំនិតរបស់វាគឺកាចសាហាវខ្លាំងណាស់រិទ្ធអំណាចរបស់វាគឺខ្លាំងដោយសារតែវាបានប្រមាញ់ស៊ីគ្រូអាគមនៅពេលដែលគ្រូអាគមទាំងនោះបានមករៀនក្នុងព្រៃនៃទឹកដីភ្នំខ្មោចតែនៅពេលដែលវាស៊ីគ្រូអាគមទាំងនោះយូរទៅដោយសារតែវាឆ្អែតឆ្អន់នៃការសម្លាប់មនុស្សហើយនឹងសត្វដើម្បីចាប់ធ្វើជាចំណីអាហារវាក៏បានវិវត្តខ្លួនឯងប្រព្រឹត្តនៅអំពើល្អបែរទៅជាសាងនៅបុណ្យកុសលហើយក៏คล้ายទៅជាខ្លាសេចចាំងបាំងបត់ទៅតាផែនបន្ទាប់ពីគាត់ស្ដាប់ហើយគាត់ក៏យល់នៃដីការបស់លោកឪសេចចាំងបាំងបត់មួយអង្គនោះបន្ទាប់ពីដីកាបែបនឹងហើយលោកក៏បានអង្គុយធ្វើវិបស្សនាហើយបាននិយាយអំពីក្នុងលអាងនោះគឺពោពេញទៅដោយសត្វដែលកាចសាហាវទាំងអស់ទិដ្ឋភាពនៅក្នុងលអាងនោះសម្រាប់យើងវិញប្រហែលជាញាក់សាច់ហើយតាផែននៅពេលនោះគាត់ក៏មិនបានសួរនាំបន្តបន្ទាប់ទៅកាន់អ្នកសេចចាំងបាំងបត់នោះដែរគឺគាត់នៅស្ងៀមស្ងាត់មិនបានរំខានលោកឪហើយនឹងខ្លាសេចចាំងបាំងបត់អីទេនៅយប់ក្នុងលអាងនោះដំបងតាផែនគាត់បាននិយាយថាគាត់មិនហ៊ានគេងសម្រានអីឡើយសូម្បីតែគាត់ដែលចេះរបៀនអាគមអូមអាមដើរក្នុងព្រៃគឺគាត់ក៏នៅតែមានអារម្មណ៍ថារៀងព្រឺសម្បត្តិទៅលើសត្វដែលកាចសាហាវដែលពួកវាគឺជាបរិវាររបស់អ្នកសេចចាំងបាំងបត់មួយយ៉ាងសត្វទាំងនោះគឺសិតសឹងតែជាសត្វដែលមានគេអង្គុយនៅលើក្បាលរបស់វាទាំងអស់គឺសំដៅទៅលើពពួកវិញ្ញាណព្រាយដែលកំពុងតែឃុំក្រងទៅលើពួកវាដែលយើងតែងតែហៅពួកគេថាគឺជាសត្វរបស់អ្នកតាហើយសត្វអ្នកតាទាំងនេះក៏មិនខុសពីច្រាព្រៃអីឡើយក៏ប៉ុន្តែពួកវាក៏មិនដែលបៀងបៀតធ្វើទុកបុកម្នេញធ្វើបាបមនុស្សដែលបានបំពានក្នុងព្រៃរហូតដល់ស្លាប់នោះដែរពួកវាគ្រាន់តែបន្លាចឲ្យពួកគេចាកចេញពីព្រៃនោះកុំឲ្យពួកគេនៅតែបន្តប្រមាថបំពានទៅលើព្រៃព្រឹក្សាដែលពួកគេឃុំក្រងថែរក្សាហើយតាផែនតម្រាំតែគាត់សម្រេចចិត្តហ៊ានដេកគឺយប់ក៏រៀងជ្រៅគួរសមណាស់ដែរដោយវាប្រហែលជាម៉ោង 9 ទៅម៉ោង 10ក៏ប៉ុន្តែការដេកលង់លក់របស់គាត់ក៏មិនបានស្កប់ស្កល់អីប៉ុន្មាននោះដែរដែលហេតុថាគាត់តែងតែឮស្នូរសំឡេងក្រហមព្រមទាំងស្នូរសំឡេងពស់ត្បាល់នៅពេលដែលវាបញ្ចេញសំឡេងម្ដងគឺគាត់តែងតែភ្ញាក់ដោយនៅខណៈពេលដែលគាត់ភ្ញាក់ពីដេកគាត់ក៏ពុំបានឃើញលោកឪសេចចាំងបាំងបត់ធ្វើវិបស្សនាបដិបត្តិធម៌នៅលើក្រំថ្មទៀតអីនោះទេមិនដឹងថាលោកឪកំពុងតែបានបាត់ស្រមោលនិមន្តទៅណានោះឡើយក៏ប៉ុន្តែចំណែកឯខ្លាសេចចាំងដែលកំពុងតែធ្វើភាវនាធម៌គឺកំពុងតែអង្គុយធ្វើវិបស្សនានៅក្បែរគាត់តែម្ដងតែតាផែនគាត់ក៏បានតាំងចិត្តថាពុំខ្លាចអីនោះទេរហូតដល់តាផែនគាត់ក៏បានសំងំដេកជីបន្តបន្ទាប់ហើយបាននិយាយអំពីលោកឪសេចចាំងបាំងបត់វិញតាមក៏ពិតទៅលោកក៏ពុំបាននិមន្តទៅណាអីនោះទេដោយនៅខណៈពេលនោះគឺលោកកំពុងតែគង់អង្គុយនៅលើថ្មដដែលគ្រាន់តែថាលោកឪកំពុងតែបំបាំងកាយហ
ហើយសម្បីតែតាផែនដែលគាត់ចេះរបៀនអាគមសមយោក៏មើលមិនឃើញលោកដែលលោកកំពុងតែគង់អង្គុយធ្វើវិបស្សនានៅលើថ្មនោះហើយនៅពេលកន្លងជាងពីកណ្ដាលអាត្រៀតបរិវាររបស់លោកមិនថាពស់ត្បាល់ឬក៏ខ្លាទាំងពីរក្បាលហើយនឹងសត្វផ្សេងនោះទេពួកវាក៏បាននាំគ្នាចាកចេញពីលអាងរូងភ្នំនោះហើយមូលហេតុដែលធ្វើឲ្យពួកវានាំគ្នាចាកចេញពីលអាងភ្នំខ្មោចក៏ព្រោះថាលោកឪសេចចាំងបាំងបត់ដឹងថាកំពុងតែមានព្រានប្រមាញ់ចូលមកបាញ់សត្វនៅឯខាងក្រោមជើងភ្នំខ្មោចអញ្ចឹងហើយដែលធ្វើឲ្យលោកខឹងសម្បាមិនចង់ឲ្យមានអ្នកណាម្នាក់មកបំពេញប៉ះពាល់ទៅលើសត្វព្រៃក្រោមការគ្រប់គ្រងរបស់លោកឡើយប្រសិនបើលោកមិនអនុញ្ញាតអ្នកនោះច្បាស់ជានឹងត្រូវបានបរិវាររបស់លោកបន្លាចឲ្យខ្លាចបាក់ស្បាតមិនខានដូច្នេះហើយដោយសារថាលោកឪមានត្រចៀកទឹកភ្នែកទឹកលោកក៏បានប្រើបរិវាររបស់លោកឲ្យទៅឃ្លាំមើលទៅតាមក៏ពិតទៅនៅក្នុងព្រៃតំបន់ភ្នំខ្មោចជួរភ្នំក្រវាញគឺវាសម្បូរណាស់ពពួកព្រាយខ្លាច្រាព្រៃពីព្រោះថាទឹកដីនោះគឺជាទឹកដីព្រៃអាថ័ន្តប្រសិនបើត្រឹមតែព្រានព្រៃល្មមដំឡូងមូចូលមកដល់ទឹកដីព្រៃនោះមិនដឹងអំពីរបៀបរបបបែបបទច្បាប់ដើរក្នុងព្រៃនោះទេបើទោះបីជាមិនត្រូវបានបរិវាររបស់នេតាសេចចាំងបាំងបត់មកបន្លាចធ្វើឲ្យខ្លាចក៏គង់តែត្រូវបានគ្រោះថ្នាក់ដោយសារតែពពួកច្រាព្រៃឬក៏ព្រាយខ្លាវាខ្លែងក្រឡាហើយនឹងសណ្ដំចិត្តព្រមទាំងប្រើកលល្បិចក៏ត្រូវបានព្រានទាំងនោះស្លាប់ដោយសារតែក្រញ៉ាំហើយនឹងចង្កុំរបស់ព្រាយខ្លាមិនខានក៏ប៉ុន្តែបើចំពោះព្រាយខ្លារបស់នេតាវិញគឺគេបានត្រឹមតែទៅបន្លាចឬក៏សញ្ញើញកុំឲ្យព្រានឬក៏អ្នកដើរក្នុងព្រៃចេះតែប្រមាថបំពានមកលើទឹកដីរបស់គេនេះឯងក្រោយពីសត្វដែលមានពពួកព្រាយកាន់កាប់ដែលជាបរិវាររបស់លោកឪពួកវាចេញពីក្នុងលអាងទៅអស់នៅក្នុងស្ថានភាពក្នុងលអាងក៏ស្ងប់ស្ងាត់ដោយរហូតដល់ព្រឹកតាផែនគាត់ក៏បានភ្ញាក់ពីសម្រានស្របពេលនោះមិនថាតែលោកឪនោះទេសម្បីតែខ្លាសេចចាំងបាំងបត់ក៏គាត់មើលមិនឃើញដែរនៅក្នុងលអាងភ្នំនោះគឺបានត្រឹមតែស្អាតទៅទេគ្មានសម្បីតែសត្វដែលជាបរិវាររបស់លោកឪដោយសារតែឃើញបែបហ្នឹងតាផែនគាត់ក៏បានដើរចាកចេញពីក្នុងលអាងនោះដែរតែរឿងដែលចម្លែកនោះគឺគាត់មិនអាចដើរចាកចេញពីលអាងភ្នំនោះបានទេដោយគឺគាត់បានខំដើរចេញពីក្នុងលអាងនោះចុះឡើងគឺនៅកន្លែងដដែលរហូតដល់តាផែនគាត់ក៏យល់ថាគាត់កំពុងតែជាប់អធិដ្ឋាននៅក្នុងរូងភ្នំនោះតើគាត់ដើរចុះដើរឡើងនៅកន្លែងដដែលដូចនេះធ្វើឲ្យតាផែនខណៈពេលនោះដែរគាត់ក៏បានសូត្របល័យអាគមរបស់គាត់ក្នុងគោលបំណងមួយដើម្បីស្រ័យអធិដ្ឋាននៅក្នុងលអាងភ្នំនោះឯងក៏ប៉ុន្តែស្របពេលដែលគាត់បំរុងនឹងសូត្របល័យគិថាដើម្បីស្រ័យអធិដ្ឋានក៏ស្រាប់តែលោកឪសេចចាំងបាំងបត់លោកមិនដឹងថានិមន្តចេញមកពីណានោះទេក៏បានដីកាពីក្រោយខ្នងតាផែនថាបានហើយញោមមិនបាច់ចំខំស្រ័យអធិដ្ឋាននៅក្នុងលអាងភ្នំនេះទេនៅបន្តិចទៀតនេះញោមនឹងអាចចាកចេញពីលអាងភ្នំនេះបានហើយតែអាត្មាក៏មិនទាន់ចង់ឲ្យញោមទៅនៅពេលនេះដែរក៏ព្រោះថាអាត្មាមានរបស់បន្តិចបន្តួចប្រគល់ឲ្យញោមអញ្ចឹងហើយសូមញោមចាំបន្តិចណាបន្ទាប់ពីលោកឪសេចចាំងបាំងបត់មួយអង្គនោះមានសង្ឃដីកាបែបនឹងហើយក្រោយមកក៏មានអ្នកខ្លះកាន់ថ្នាំឈើឡើងមួយល្អីចំណែកឯអ្នកខ្លះទៀតក៏បានកាន់កំណប់ហឹបមាសប្រាក់យ៉ាងច្រើនសំដៅមកកាន់តាផែនពេលដែលបុរសទាំងពីរនោះយករបស់ទាំងអស់នោះមកក្បែរមកជិតតាផែនលោកតាសេចចាំងបាំងបត់មួយអង្គនោះលោកក៏បានហុចថ្នាំឈើដល់ស័ក្តិសិទ្ធិដែលតាផែនគាត់កំពុងតែស្វែងរកឲ្យតាផែននៅពេលហ្នឹងដោយតាផែនបន្ទាប់ពីគាត់ទទួលបានថ្នាំឈើមួយកញ្ជើនោះហើយគាត់ក៏បានសប្បាយចិត្តព្រមទាំងត្រេកអរយ៉ាងខ្លាំងក៏ព្រោះតែគាត់ខំស្វែងរកប៉ុន្មានថ្ងៃមកហើយស្របពេលនោះលោកឪសេចចាំងបាំងបត់មួយអង្គនោះមិនត្រឹមតែផ្ដល់ថ្នាំឈើឲ្យតាផែននោះឡើយគឺថែមទាំងហុចកំណប់ហឹបមាសប្រាក់ព្រមទាំងគ្រឿងអលង្ការឲ្យមកកាន់តាផែនទៀតក៏ប៉ុន្តែនៅពេលនោះតាផែនគាត់បាននិយាយថាគាត់ពុំបានទទួលយកហឹបកំណប់មាសប្រាក់អលង្ការទាំងអស់នោះទេបើទោះបីជាលោកឪសេចចាំងបាំងបត់មួយអង្គនោះខំបង្ខំឲ្យគាត់យកមាសប្រាក់កាក់ទាំងអស់នោះក៏ដោយក៏តាផែនគាត់ក៏ពុំបានខ្វល់កលោភលន់ចង់បានរបស់ទាំងអស់នោះទេធ្វើឲ្យលោកឪសេចចាំងបាំងបត់មួយអង្គនោះដែរលោកបានត្រឹមតែកោតសរសើរមកកាន់តាផែនដែលជាមនុស្សមានសច្ចៈទៀងត្រង់មិនចង់បានអ្វីដែលទទួលបានដោយងាយស្រួលព្រមទាំងមិនលោភលន់ចង់បានរបស់ទាំងអស់នោះសូម្បីតែបន្តិចសូម្បីតែបរិះទាំងពីរនាក់ដែលពួកគេគឺសិតសឹងតែជាខ្លានៅពេលដែលពួកគេនិយាយមកកាន់លោកឪសេចចាំងបាំងបត់ម្ដងគឺបញ្ចេញចង្កុំឡើងសឆ្ញាញ់គួរឲ្យខ្លាចក៏ស្ងើយសរសើរមកលើតាផែនដែលមិនគិតថាចង់បានចង់មាន
รู้ในสกสรู้เลิกกำนบมีประกาศถึงอ๋อนู่โลกsẽ chẳng bằng bọt hai đường bo vàระบาโลกมันต่อปีเคยทาตาไพ่มันพร้อมตัวตัวในกำนบมีประกาศถึงอ๋อนู่โลกกับมันอ้อยบอระว่าถึงปีเนี่ยระบาโลกได้ปูเก๋เทียดเปิดเตอคือจีคลานอมตาแพนใจปีขนมละอ้างพนมขมอยนู่โดยชนะหายตาแพนกอดกระเทยบานปูเก๋นอมใจปีขนมละอ้างมวยนู่เตอหายบนต่อปีปูเก๋นอมตาแพนใจปีมอดละอ้างปูเก๋ถึงปีเนี่ยได้จีคลากับบานนอมคณิตได้โจ้ตึกขนมละอ้างวิงเตอหายตาแพนกอดกับบานสปีทนำเชยยังใช้ในขนมทองยิมระบากอดเจ้าปีเลิกกับปูพนมขมอยนุ่มหมกวิ่งได้เนาไปเด็กกอดเจ้าปีเลิกพนมขมอยวิ่งคือหะใบดิจีเลื่อนเจียงเปลังได้กอดจำนายเป้เจ้าปีเลิกกับปูพนมขมอยรอโหดได้เรียบสมาคือวิประหายจีใบเตอบุญเมาตายปนโนหายเนาไปละเงียล้างคือกอดกระเตยบานสำระในดำบอลเชิงพนมขมอยจูพนมกระวายนุ่มมวยยุบตีดได้กอดบานในเจธาไปได้กอดสำระในเชิงพนมขมอยมวยยุบตีดเรื่องราวจำไลพร้อมเตียงรันทดหายหนึ่งปลือพรุดกับบานการลังหมกเลอกวดคือมันข้อปียุบมนได้แต่แพทย์บานจูบโนตีคือปปุสพีเวอักระโดยจิตราเปรยปูเวียใต้แต่บอมพรคลายกระลาทเวจีมนุษย์ธรรมดากระไว้กับบายในข้างกราวโกลเชอร์ได้กอดกำปงแต่สำราญปปุสพีเวเตียงนุเมียนเตียงปรีคล้าหายหนึ่งขมอยเปรยเวใต้แต่หมกเฟอร์นิเฟอร์นุดำใบบัญชาอ้อยกอดจอดตะข้างกราวไปคลาวิดเฟอร์รุกเรียงมกมอดโดยแต่นึงประปุ่นบักกอดแบบบัดพร้อมเตียงปปุสพีเวเตียงนุกับบานเฟอร์เนี่ยได้กอดทลบสกอลมอกบังหายดำใบอ้อยกอดจอดตะข้างกราวเตยจมูกหนึ่งปูเกมันเริ่มแต่ปนนเตปปุชราเปรย์เตียงนุไปคลาตีปูเวียกับบานเฟอร์จิรุกเรียงมนุษย์ไรอย่างสระสะอาดอากราศเรียงกายสระลังสนอสัจซอกใจยันก่อยคนเมื่อเตยเตี้ยเตี้ยสำหรับเนี่ยได้มันเลี้ยบองอ๋อนายกามกับเลตันหาจะบาจิโจเติร์ตามในรีอย่างสระสะอาดมันเนี่ยนุ่มมันคานกาวผันท้ายสำหรับตาแพนคือกอดดังยังจะบาปีระบีระบอบหายหนึ่งจะบับได้ขนมเปรย์ทาหนึ่งเตยจูบเอาไว้คลาประสันใบเยิ้งดำลงมูลมันดังปีดำน้อมฉบับดาวขนมเปรย์พร้อมเตียงเจระบีนากุมโอมอามเจ้าตัดดาวขนมเปรย์เฉยจีไปเสนกือตึกใดเปรย์อัฐานฉบับจีร้องครูธนามันคานดาวต่ำร้อนแต่ตาแพนกอดดาวจะเจนปีเปรย์ในตึกใดพนมขมาวจูพนมกระบายนุบานและจูบเรื่องพลายต่อสลดหายหนึ่งกล้วยคลาดคือจำนายเปดาวจะเจนปีเปรย์นุคือปราดิยะเปปีตะใบทั้งไงเนาะตอมร้อมรุกเรียนได้ตอดอเปรย์ธรรมดาได้มันแม้นจิตตึกใดเปรย์อัฐานบันตองหมกตีเติบกอดกับบานเฟือดำนาระโหตดอสรกพมระบกอดบันตองปีตาแพนกอดตดอสรกพมระบกอดวิ่งหายกอดกับบานในจีเรื่องราวดอกปรือปลุยปรับประปนโกนระบกอดในการเฟือดำนารุกเรียนเปรย์รอกทนำเชอระโหตดอตึกใดเปรย์พนมขมาวจูพนมกระวานในแคดโปสัตโนไอประปนโกนบาตาแพนไปได้สดับลือมันเนี่ยผู้กอดบานเติมแต่ปรือกบาขยะหายโกนบาตาแพนกับบานในจีตะกันตาแพนทาหายไอบานจีตาแพนมันยกกำนบฮับมีประกาศติงอนุปีเนี่ยสิจังบังบดก็สลับตายตาแพนกอดกับบานชลายตอบต่อตะกันประปนโกนบากอดวิงทากอดมันจังบานกำนบฮับมีประติงอนุตีปีปรูทาระบาติงอนุวิมันแมนจีระบายังเลยมาย่างประสันบากอดแต่ตู้ยกมีประกาศติงอนุหมอกระบีนากุมโอมอ่านพร้อมเตียงระบินชีบามนุษย์จะบาจิตเตอร์ซาบระลิบมันคานแรงสะสดขมิ้นประสิทธิภาพอาจช่วยในนาบานตีดอันยังหายตูใบจีมีประกาศติงอนุปดอลไอกอดนำใบยกมองเอาเฟือบนเฟือตีนก็กอดเนื้อไตมันตะตูยกดอได้ดาวประปนโกนบาตาแพนมันตัวปิดดับตาแพนในจีแบบนึ่งปูกอดกระจือก็พรูทาตาแพนกอดคือจีมนุษย์ได้มีสัจจะเตียงตรองมันได้ในจีพูดพ่อก็เหาะปูกอดสมใบแต่มาดองนาเลยอันจังหายเด็ดเฟือเอาปูกอดจือทาตาแพนในจีเตียงนุวิคือจีกาเปิดหายใส่เรื่องระบาดตาแพนในกอดใจดำแรงมองนี้คือส้มบรรจับแต่ปันแน่สนับได้ปลายวิจารณญาณมันหนึ่งจือตะเลใส่เรื่องมือนี้ชมบัดก็มันจมโดนใหญ่ในต่างออกนี้จือตะเลเรื่องนี้ได้จับตุกทาใส่เรื่องมือนี้กร้อนแต่จีเรื่องในตีนบอมเป้เอาเนี่ยต่างออกนี้บันสนับติดจ่อหายประสันบางมีนเปียปิดมันซ้ำรุ่มหรือกับข้อชกองในจำนวนนามมุ้ยกับส้มมาเชียร์ไรดอรีตรีสงัดพ้องโดยชนะจีจงกร้าวรีตรีสงัดกับส้มออกกุ้นหนึ่งส้มจมรีบเลีย